ហើយគ្នាតែម្នាក់ឯងបាទទីមួយគឺរបាយការណ៍គណៈកម្មការអឺរ៉ុបទៅសភានិងក្រុមប្រឹក្សាអឺរ៉ុបរកឃើញថាបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជានៅតែអាក្រក់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សជួបលោករងឈុនដែលគេដកហូតសិទ្ធិនយោបាយអង្គការ Save Cambodia រំលឹកអំពីបញ្ហារំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យជាប្រព័ន្ធនៅកម្ពុជាដែលទាមទារឲ្យស្ដារឡើងវិញមេយោធាថៃចុះពិនិត្យទ្វារដែករបងបេតុងព្រំដែននៅឯស្រុកកំរៀងខេត្តបាត់ដំបងដោយឯកតោភាគីមេប៉ូលីស FBI អាមេរិកទៅដល់កម្ពុជាដើម្បីពង្រឹងចំណាត់ការកម្ចាត់អ្នកនៅពីក្រោយអកតកម្មឆបោកអនឡាញថៃនិងកម្ពុជាបន្តចង្អុលដាក់គ្នារឿងបិទផ្លូវចរចារឿងព្រំដែនសាលាធរភ្នំពេញក៏ហៅលោកទាវវណ្ណុលប្រធានគណៈបកភ្លើងទៀនរឿងបរិហាគេមន្ត្រីចូលនិវត្តន៍ជាបន្តបន្ទាប់ត្អូញត្អែរឿងកាត់ប្រាក់ចូលនិវត្តន៍លោកស្រីមុំសវត្ថិនបំភ្លឺរឿងសហជីពបុគ្គលិកខ្មែរក្រុមហ៊ុន Nagavel រឿងថាលោកស្រីពាក់ព័ន្ធនយោបាយសាលាធរតម្កល់ការផ្ដន្ទាទោសចំពោះករណីនៃសេរីភាពបញ្ចេញមតិចំនួន3សំណុំរឿងផ្សេងគ្នានិងក្រោយផឹកតែចត់បណ្ឌិតញ៉ែលរដ្ឋាបដូរមកសរសើរលោកហ៊ុនម៉ាណែតមិនដាច់ពីមាត់ទាហានអាមេរិកបាត់បង់ជីវិតក្នុងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់កើនឡើងដល់18នាក់និងលោកត្រាំអះអាងថាអ៊ីរ៉ង់កំពុងតែអន្ទះសារចង់ចរចាក៏ប៉ុន្តែលោកថាអាមេរិកនឹងបន្តវាយរហូតតំបន់ភ្នំលក្ខប៉ារ៉ាម៉ាណូនិងចុងក្រោយគឺឆ្មាំសមុទ្រចិននិងហ្វីលីពីនទាស់គ្នានៅឯដែនសមុទ្ររហូតវាយគ្នាបែកក្បាលបាទនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទព័ត៌មានច្រើនមែនហើយបងប្អូនម្នាក់ឯងសុតសាតពេលខ្លះអង្គុយគិតខ្លួនឯងដែរថាចោះព័ត៌មានច្រើនយ៉ាងនេះទៅផ្សាយយ៉ាងម៉េចទៅម្នាក់ឯងហើយការងារពេញម៉ោងទៀតចេះតែនឹកសំណោះខ្លួនដែរព្រោះអីធ្វើការនៅវិទ្យុអាស៊ីសេរីគ្នា60នាក់ធ្វើព័ត៌មានមួយម៉ោងនឹងរត់តបាញ់ជើងម្នាក់កាន់តែព័ត៌មានតែមួយរឿងហ្នឹងក្តាប់មិនចង់ជុងផងដោយសារតែវារឿងខ្លះវាត្រូវការស៊ើបអង្កេតស៊ីជម្រៅហើយត្រូវការពេលណាហើយដល់ពេលឥឡូវមកម្នាក់ឯងមកកាន់រឿងអញឡើងមកកណោហើយអត់មានប្រាក់បៀវត្សប្រាក់ឧបត្ថម្ភអីទៀតព្រោះជាការស្ម័គ្រចិត្តសុទ្ធសាធកាលនៅអាស៊ីសេរីគឺស្ថាប័នអាស៊ីសេរីដែលផ្សាយសម្លេងព័ត៌មានទៅបងប្អូននៅគ្រប់ទិសទីហ្នឹងណាមួយថ្ងៃផ្សាយ2ពេលមួយពេល1ម៉ោងហ្នឹងគឺអាស៊ីសេរីមានថវិកាពីសភាអាមេរិកមួយឆ្នាំ$5 លានបាទមិនមែនតិចទេណា$5 លានដើម្បីធ្វើកិច្ចការងារសម្រាប់តែភាសាខ្មែរមួយហ្នឹងណាយើងមិនបាច់និយាយភាសាផ្សេងទៀតទេព្រោះលុយសម្រាប់អាស៊ីសេរីដែលមាន9ភាសាហ្នឹងគឺមានប្រហែលជា$60 លានអញ្ចឹងបើយើងចែកគ្នាទៅគឺមួយសេវាបានប្រហែលជា4-5 លានហ្នឹងអញ្ចឹង$5 លានមួយឆ្នាំសម្រាប់គុតផ្គង់បុគ្គលិកទាំងអស់ផងសម្រាប់អីផងក៏ប៉ុន្តែក៏ប៉ុណ្ណឹងហើយហ្នឹងបុគ្គលិកវិទ្យុអាស៊ីសេរីហ្នឹងប្រាក់ខែហូបតែនំប៉័ងអត់ចង់គ្រាន់ផងព្រោះតិចតួចស្ដួយស្ដាងណាស់អ្នកដែលធ្វើការឲ្យវិទ្យុអាស៊ីសេរីជាទូទៅធ្វើដោយប្រើមនសិការទេបើនិយាយពីរឿងប្រើដើម្បីធ្វើយកប្រាក់កម្រៃមកចិញ្ចឹមជីវិតអីនោះមិនរស់ទេតែឥឡូវអាហ្នឹងមានប្រាក់ខែឥឡូវអត់ទៅទៀតឃើញទូរទស្សន៍អាស៊ីសេរីដែលចេញទៅបង្កើតថ្មីគ្នាតថេតថាចង់ងាប់ហើយឥឡូវទៅធ្វើបន់ផ្កាសាមគ្គីអីដើម្បីរែងអង្គាសប្រាក់ហ្នឹងចឹងបានថាវេទនាណាអាហ្នឹងគាត់រែងអង្គាសទៅអាចរកលុយហ្នឹងដើម្បីជួលបុគ្គលិកបាន2-3នាក់អីទៅគ្រាន់តែអង្គុយដុតភ្លើងហឹមនៅហ្នឹងកុំឲ្យដាច់សោះមួងណារ៉េតវិញគឺអត់មានទេគឺបង្អែមលៀងមាត់មកផ្ទះធំនេះគឺចែកជូនចែក free តម្រងគឺអត់មានត្រូវការចង់និយាយថាអត់មានថវិកាដែលឧបត្ថម្ភអីក្រៅតែពីការបរិច្ចាគរបស់បងប្អូនតាមកម្លាំងសទ្ធាយូ$10ហ្នឹងឯងតែយ៉ាងណាខ្ញុំមិនទៅជាទុំម្នេញរឿងថាបងប្អូនបរិច្ចាគមិនបរិច្ចាគអីទេខ្ញុំគ្រាន់តែនិយាយថាអានេះគឺជាការធ្វើដោយបេះដូងមិនមែនដោយសារបាយ3ពេលអញ្ចឹងចេះតែប្រឹងធ្វើកើតទោះបីជាម្នាក់ឯងហើយព័ត៌មានយ៉ាងស្រោចបែបនេះព័ត៌មាននេះគឺសង្កថាពីស្ថាប័នធ្វើមិនតាន់ផងបើសិនជាខ្ញុំមានលុយគ្រប់គ្រាន់ខ្ញុំនឹងជួលមនុស្សយ៉ាងតិច10នាក់ដើម្បីធ្វើការឲ្យខ្ញុំហ្នឹងនេះប៉ុន្តែវាអត់តែសង្ឃឹមថាថ្ងៃណាមួយនឹងមានឱកាសអាចនឹងទៅសុំគេធ្វើជាអង្គការក្រៅរដ្ឋាភិបាលស្ថាប័នព័ត៌មានទៅសុំមូលនិធិអីគេបានទៅអាចជួលអ្នករាយការណ៍ព័ត៌មានពីស្រុកខ្មែរអីដើម្បីឲ្យជួយផ្ដល់ព័ត៌មានខ្លះទៅមិនសមតែខ្ញុំធ្វើម្នាក់ឯងនឿយពេកតែសង្ឃឹមថ្ងៃមួយហ្នឹងនឹងមានបាទឥឡូវនេះគឺបន្តទៅទៀតគឺព័ត៌មានដំបូងគេគឺរបាយការណ៍គណៈកម្មការអឺរ៉ុបទៅសភានិងក្រុមប្រឹក្សាអឺរ៉ុប
ថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានិងប្រជាធិបតេយ្យកម្ពុជានៅតែអាក្រក់បាទរឿងនេះគឺជារឿងមួយដែលជាអាយុជីវិតរបស់ប្រទេសកម្ពុជាដែរហើយបើកម្ពុជាមិនដូរមិនផ្លាស់ឬក៏កែតម្រង់ទេគឺយើងនឹងស្លាប់ហើយបងប្អូនព្រោះអីគណៈកម្មការអឺរ៉ុបនេះគឺជាទូទៅគាត់ធ្វើរបាយការណ៍ជូនទៅក្រុមប្រឹក្សាអឺរ៉ុបនិងសភាអឺរ៉ុបក្នុង3ឆ្នាំម្ដងគាត់ធ្វើពី2002ម្ដង2022អញ្ចឹងឆ្នាំ2025នេះគាត់សរុបព្រោះរបាយការណ៍នេះទើបតែចេញឆ្នាំ2026នេះក៏ប៉ុន្តែសរុបអំពីព្រឹត្តិការណ៍សិទ្ធិមនុស្សដែលមានពី2022ដល់2025ហេតុអីបានជាគណៈកម្មការអឺរ៉ុបនេះត្រូវការរាយការណ៍ជូនទៅក្រុមប្រឹក្សាសហគមន៍អឺរ៉ុបនិងសភាអឺរ៉ុបរៀងរាល់3ឆ្នាំម្ដងដោយសារតែគេចាត់ក្រុមគាត់ក្រុមការងារមួយក្រុមធំនេះដែលសហការជាមួយនឹងបណ្ដាញភ្នាក់ងារអឺសហព័ន្ធសហភាពសំទោសសហភាពអឺរ៉ុបនៅក្រៅប្រទេសទាំងអស់ហ្នឹងឲ្យជួយចងក្រងឯកសារតាក់ទងនឹងស្ថានភាពជាក់ស្ដែងនៃការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅក្នុងប្រទេសដែលតាក់ទងនឹងការបានទទួលផលនៃការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបគេចង់មើលថាតើគេអាចបន្តការអនុគ្រោះពន្ធឲ្យយើងបានតទៅទៀតដែរឬទេតើយើងរំលោភគោលការណ៍សិទ្ធិមនុស្សអីគេខ្លះនៅក្នុងកិច្ចព្រមព្រៀងហ្នឹងអញ្ចឹងជាទូទៅ3ឆ្នាំម្ដងគណៈកម្មការអឺរ៉ុបនេះគឺរបាយការណ៍នេះមែនតើពិនិត្យតែប្រទេសភូមានិងប្រទេសស្រីលង្កាហើយនិងប្រទេសកម្ពុជាខ្ញុំអត់យកភូមានិងស្រីលង្កាមកនិយាយទេព្រោះអីរឿងគេទុកឲ្យគេនិយាយខ្ញុំគ្រាន់តែនិយាយថារបាយការណ៍នេះគឺគេផ្ញើជូនទៅក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃទី17សំទោស16ខែ7គឺខែកក្កដានេះដោយមានសេចក្តីរាយការណ៍ជាច្រើនក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺស្ថានភាពសិទ្ធិមនុស្សរបស់កម្ពុជាយើងអត់ប្រសើរតតែសោះរឿងនេះហើយដែលជាក្តីបារម្ភហើយសភាអឺរ៉ុបនិងគណៈកម្មការអឺរ៉ុបគឺគេនឹងយកទៅពិនិត្យតាមរបាយការណ៍នេះព្រោះរបាយការណ៍នេះបានដាក់ជូនទៅកិច្ចប្រជុំឬក៏គណៈកម្មការនេះរួចទៅហើយតាំងពីថ្ងៃទី16ហើយខ្ញុំសូមអានសង្ខេបអំពីរបាយការណ៍របស់គាត់ត្រឹមតែតកតងនឹងរឿងធ្វើទុកបុកម្នេញដល់សហជីពកម្មករធ្វើទុកបុកម្នេញដល់សម្លេងប្រឆាំងអង្គការសង្គមស៊ីវិលសិទ្ធិមនុស្សអីហ្នឹងនិយាយទៅរឿងនេះអត់មានរឿងអីប្លែកទេហើយរបាយការណ៍នេះគួរឲ្យយកចិត្តទុកដាក់គឺលម្អិតមែនតើចំណុចនៃការធ្វើទុកបុកម្នេញអង្គការសង្ត្រាល់សហជីព Nagawal គណៈបកប្រជាសិទ្ធិមនុស្សសំទោសគណៈបកប្រឆាំងតកតងនឹងការធ្វើទុកបុកម្នេញលោកកម្មសុខាតកតងនឹងការធ្វើទុកបុកម្នេញលោករងឈុនឬក៏អ្នកដទៃទៀតហ្នឹងគឺរបាយការណ៍នេះក្តាប់ជាប់ទាំងអស់ដែលគេដឹងរឿងយើងទាំងអស់ដែលកម្ពុជាប្រព្រឹត្តអីខុសតកតងនឹងការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះហើយនៅក្នុងន័យនេះគឺជាទូទៅធម្មតាការដែលសហគមន៍អឺរ៉ុបជាពិសេសគាត់បានពមៀនកម្ពុជាច្រើនដងហើយអាការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរំលាយគណៈបកសង្គ្រោះជាតិហ្នឹងឯងដល់គេដក EBA 20%ដល់ឥឡូវនេះគឺគេចង់មើលថាតើតាំងពីដកមកហ្នឹងយើងកែប្រែស្ថានភាពអត់តើគេគួរបន្តដកអញ្ចឹងដដែលឬក៏គេបន្ថែមឬក៏គេដកថែមទៀតឬក៏ចង់និយាយថាគេផ្ដាល់មកវិញអញ្ចឹងណាប៉ុន្តែបើតាមមើលអនុសាសន៍ឬក៏របាយការណ៍របស់គណៈកម្មការសភាគណៈកម្មការអឺរ៉ុបនេះដែលរាយការណ៍ជូនទៅសភានិងក្រុមប្រឹក្សាអឺរ៉ុបនេះគឺមិនមានការកែប្រែទេដូច្នេះនេះជាវិញ្ញាសាសម្រាប់កម្ពុជាទេឈប់ដោះសារឈប់ការពារហើយកែតម្រង់ដោះស្រាយការពិតពន្យល់ហើយនឹងកែទៅចង់និយាយថាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញធ្វើអ្វីៗឲ្យមានភាពល្អប្រសើរទៅបើសិនជាយើងចង់បានការអនុគ្រោះពន្ធពេញទំហឹងពី EBA ឬក៏មិនឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មយើងទៀតបាទនេះគឺជារបាយការណ៍ឯករាជ្យរបស់សហភាពអឺរ៉ុបទេដូច្នេះជាទូទៅពេលដែលគាត់ចេញរបាយការណ៍បែបនេះគឺគាត់តែងតែសួរនាំមន្ត្រីឬក៏អង្គការសង្គមស៊ីវិលឬក៏អ្នកពាក់ព័ន្ធទាំងអស់ហើយអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងមានអ្នកដែលរងគ្រោះដោយអំពើធ្វើបាបធ្វើទុកបុកម្នេញសិទ្ធិសេរីភាពសហជីពកម្មករអីដែលធ្វើកន្លងមកនឹងឯងដែលកម្ពុជាពេលខ្លះគាត់ភ្លេចថាទង្វើរបស់គាត់ហ្នឹងធ្វើនៅស្រុកខ្មែរប្រហែលអត់មានអ្នកណាដឹងប៉ុន្តែគេដឹងគ្រប់គ្នាបាទអញ្ចឹងឥឡូវហ្នឹងហើយយើងឃើញប្រព័ន្ធតុលាការក៏គណៈកម្មការនេះរកឃើញថាជាឧបករណ៍នយោបាយខ្វះឯករាជ្យអំណាចប្រមូលផ្ដុំបាត់ល្មើសនឹងចោតប្រកាន់ធ្វើទុកបុកម្នេញដល់សម្លេងប្រឆាំងស្ថាប័នផ្សព្វផ្សាយព័ត៌មានឯករាជ្យក៏ធ្វើទុកបុកម្នេញដូច VOD ក៏បិទ Cambodia Daily អាស៊ីសេរីអីហ្នឹងបិទយូរហើយប៉ុន្តែ3ឆ្នាំចុងក្រោយហ្នឹងក៏មានរបាយការណ៍តាក់ទងនឹងបិទ VOD ចុងក្រោយនឹងមួយទៀត
អីអញ្ចឹងទៅចំណែកឯរឿងផ្សេងទៀតគឺគាត់ផ្ដោតខ្លាំងមែនទែនទៅលើតែរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនឹងឯងបាទខ្ញុំមិនលម្អិតព័ត៌មាននេះទេព្រោះអីដោយសារតែឯកសាររបាយការណ៍គាត់គឺ20ទំព័រឯណោះបើខ្ញុំនិយាយបញ្យលដល់ភ្លឺក៏តែមិនអស់ដែរគ្រាន់តែថាអ្វីដែលគាត់ផ្ដោតសំខាន់គឺស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអត់ល្អប្រសើរទេដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកែតម្រង់និងដោះស្រាយបញ្ហានេះឲ្យឆាប់តាមដែលអាចធ្វើទៅបានបាទឥឡូវនេះគឺបាទព័ត៌មានបន្ទាប់ទៀតគឺរឿងទី2គឺតកតងនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិតកតងនឹងសិទ្ធិមនុស្សនេះគឺអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជាគឺលោក Thomas Andrews គាត់បានចូលទៅដល់ប្រទេសកម្ពុជាបំពេញទស្សនកិច្ចរយៈពេល10ថ្ងៃពីថ្ងៃទី20ដល់ថ្ងៃទី31 11ថ្ងៃឯណោះបងប្អូនដែលដំណើរទស្សនកិច្ចនេះគឺជាការដែលចូលទៅបំពេញភារកិច្ចក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាហើយជាជនជាតិអាមេរិកហើយជាតំណាងរាស្ត្រទៀតអតីតតំណាងរាស្ត្រទៀតគាត់ដឹងការងារសិទ្ធិមនុស្សនឹងច្រើនការងារនេះគឺគាត់ជំនួសអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលលាឈប់ពីតំណែងដែលជាជនជាតិថៃគឺលោកវិធិតមន្តភ័ណ្ឌដែលឥឡូវនេះគឺអ្នករាយការណ៍ពិសេសរូបនេះគឺបានចុះទៅប្រទេសកម្ពុជាដើម្បីជួបមន្ត្រីអង្គការសង្គមស៊ីវិលជួបតំណាងគណៈបកនយោបាយជួបមន្ត្រីរដ្ឋាភិបាលជួបជនរងគ្រោះជួបអីដែលជាអាណត្តិរបស់អ្នករាយការណ៍ពិសេសរូបនេះហើយមកវិញពេលដែលគាត់ជួបហើយគាត់នឹងរាយការណ៍របាយការណ៍សិទ្ធិមនុស្សទាំងអស់នេះទៅអង្គការសហប្រជាជាតិគឺក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតាមអាណត្តិរបស់លោកហើយថាតើគាត់រាយការណ៍នឹងវាបានសុក្រិតឬមិនសុក្រិតគឺគាត់មិនមែនទៅស្ដាប់តែរដ្ឋាភិបាលកម្ពុជាទេហើយខ្ញុំជឿថាលោក Thomas Andrews ទៅប្រទេសកម្ពុជានេះគ្រាន់តែទៅបង្ក្រប់នៅអ្វីដែលជារបាយការណ៍គេរាយការណ៍រាល់ឆ្នាំអំពីការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាដែលគេឮទូទាំងពិភពលោកទៅហើយលោកចុះនេះទៅឲ្យតែបានស្ដាប់បន្ថែមទៀតឲ្យស្ដាប់សាកសីរស់អញ្ចឹងហើយបានជាលោកផ្ដល់ឱកាសឲ្យមន្ត្រីអង្គការសង្គមស៊ីវិលជនរងគ្រោះអីហ្នឹងបានជួបគាត់ឥឡូវនេះយើងឃើញហើយឃើញលោកជួបលោករងឈុនមែនតើលោករងឈុនគឺជាបុគ្គលអ្នកនយោបាយនៅកម្ពុជាមួយរូបហើយក៏ជាតំណាងសហជីពកម្មករសហជីពគ្រូបង្រៀនសហជីពអីនៅស្រុកខ្មែរហ្នឹងលោករងឈុនគឺជាបុគ្គលម្នាក់ដែលតំណាងស្ទើរតែគ្រប់ស្ថាប័នហើយនៅប្រទេសកម្ពុជាផ្នែកខាងអង្គការសង្គមស៊ីវិលហ្នឹងព្រោះអីលោកធ្លាប់ជាប្រធានសហជីពសហភាពសហជីពអីចឹងការងារផងលោកជាទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងហើយលោកក៏ជាទីប្រឹក្សារបស់គណៈបកនយោបាយមួយគឺគណៈបកប្រឆាំងកម្លាំងជាតិផងលោកត្រូវបានគេដកហូតសិទ្ធិនយោបាយអស់អាលីងក៏ប៉ុន្តែពេលនេះគឺលោក Thomas Andrews លោកបានទៅជួបលោករងឈុនតាមពិតមិនមែនជួបនៅស្នាក់ការគណៈបកកម្លាំងជាតិទេគឺជួបនៅឯស្នាក់ការរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលក្នុងនាមលោករងឈុនជាទីប្រឹក្សារបស់សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជានេះដែរយើងឃើញគណៈប្រធានសមាគមនេះគឺអ្នកស្រីអុកឆាយាវីហើយនឹងមានមន្ត្រីរបស់សមាគមនេះក៏បានជួបជាមួយនឹងលោក Thomas Andrews នេះដែរតើគាត់ពិភាក្សារឿងអីហើយលោករងឈុនប្រាប់គាត់ពីរឿងអីមិនមានសេចក្តីថ្លែងការណ៍ពីលោករងឈុនឬក៏សមាគមគ្រូបង្រៀនក្រៅតែពីរូបថត 4-5 សន្លឹកស្ដីអំពីការជួបគ្នារវាងអ្នករាយការណ៍ពិសេសនេះទេប៉ុន្តែយើងមិនចាំបាច់ឆ្ងល់ទេនៅពេលដែលអ្នកដែលត្រូវបានគេរំលោភសិទ្ធិមនុស្សហើយទៅជួបអ្នកដែលរាយការណ៍ពីសិទ្ធិមនុស្សអន្តរជាតិបែបនេះគឺច្បាស់ណាស់គាត់នឹងនិយាយអំពីសិទ្ធិរបស់គ្រូបង្រៀនសិទ្ធិរបស់គណៈបកនយោបាយនិងសិទ្ធិរបស់សហជីពអីជាដើមជាពិសេសគឺសិទ្ធិសេរីភាពរបស់គាត់ផ្ទាល់ដែលត្រូវបានគេដកហូតហើយមិនមែនលោក Andrews ឬក៏ Thomas Andrews មិនដឹងរឿងលោករងឈុនទេគឺគេដឹងរឿងគាត់អស់ហើយគាត់ថាទៅនេះគឺជាការផ្ដល់កិត្តិយសមួយឲ្យលោករងឈុននិងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហ្នឹងឲ្យដឹងថាអ្នករាយការណ៍ពិសេសគឺចង់ស្ដាប់ហើយនឹងចូលទៅដល់គ្រប់ទីកន្លែងដែលជាជនរងគ្រោះនៃអំពើរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជានេះហើយនេះក៏ជាសារដល់រដ្ឋាភិបាលកម្ពុជាដែរថានៅពេលដែលរដ្ឋាភិបាលកម្ពុជាធ្វើទុកបុកម្នេញដល់អ្នកទាំងអស់នេះក៏មានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្ដល់កិត្តិយសនិងគោរពស្ដាប់សម្លេងពួកគាត់ដែរបាទនេះគឺជាឱកាសមាសសម្រាប់អ្នកតស៊ូមតិឬក៏អ្នកដែលជាជនរងគ្រោះនៅក្នុងការផ្ដល់សក្ខីកម្មប្រាប់ទៅមន្ត្រីអង្គការសហប្រជាជាតិនេះដើម្បីឲ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់
បាទលើកពីការដែលចុះទៅប្រទេសកម្ពុជានេះអង្គការ Save Cambodia ឯណោះវិញបាទអង្គការ Save Cambodia បងប្អូនជ្រាបហើយគឺជាអង្គការខ្មែរក្រៅស្រុកមួយដែលជាអង្គការដែលបង្កើតឡើងដោយខ្មែរហើយកូនខ្មែរនៅអាមេរិកគឺកញ្ញាស៊ិនទេវីគាត់បានដឹកនាំអង្គការនេះដើម្បីឥឡូវនេះអង្គការនេះមានឋានៈជាអ្នកពិគ្រោះយោបល់កម្រិតអង្គការសហប្រជាជាតិនៃក្របខ័ណ្ឌECOSOC បាទគឺអង្គការស្ដីអំពីសេដ្ឋកិច្ចសង្គមវប្បធម៌អីនោះហើយដោយសារតែអឺការដែលបានផ្ដល់យោបល់កម្រិតអន្តរជាតិបែបនេះធ្វើឲ្យក្រសួងការបរទេសអាមេរិកគឺទុកចិត្តអង្គការនេះនៅក្នុងការផ្ដល់យោបល់ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឥឡូវនេះនៅពេលដែលលោក Andrews លោក Thomas Andrews បានចូលទៅដល់ប្រទេសកម្ពុជាអង្គការ Save Cambodia ក៏បានចេញសេចក្តីថ្លែងការណ៍មួយរំលឹកមន្ត្រីសិទ្ធិមនុស្សនេះតាក់ទងនឹងរឿងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចំណងជើងរបស់អង្គការនេះគឺដាក់ធំដោយសរសេរថាតើក្នុងដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចសិទ្ធិមនុស្សនៅកម្ពុជានេះតើពួកគាត់ឬក៏គាត់គួរធ្វើការវិយតម្លៃលើអ្វីខ្លះជាចម្បងប្រធានអង្គការ Save Cambodia កញ្ញាស៊ិនទេវីហាក់បីដូចជាចង់ប្រាប់ទៅលោក Thomas Andrews នេះថាតើទៅកម្ពុជានឹងទៅមើលជ្រុងណាទៅផ្ដោតចាប់អារម្មណ៍លើអីតាមពិតអ្នកសិទ្ធិមនុស្សគាត់ទៅមើលតែសិទ្ធិមនុស្សនឹងមែនហើយដោយសារតែគាត់ទៅមើលសិទ្ធិមនុស្សហ្នឹងបានកញ្ញាស៊ិនទេវីដែលតំណាងឲ្យអង្គការ Save Cambodia ហ្នឹងចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថាអស់រយៈពេលច្រើនឆ្នាំហើយដែលអង្គការសហប្រជាជាតិនិងទីភ្នាក់ងាររបស់ខ្លួនជាពិសេសគឺអង្គការសិទ្ធិមនុស្សនិងអង្គការសិទ្ធិការងារអន្តរជាតិរួមទាំងអង្គការសង្គមស៊ីវិលសុទ្ធតែបានដឹងរឿងសង្កេតអំពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនិងការបរាជ័យនៃអភិបាលកិច្ចល្អនៅកម្ពុជាទាំងមូលជាបន្តបន្ទាប់គឺមានភស្តុតាងជាច្រើនដែលបង្ហាញអំពីភាពស៊ីសង្វាក់គ្នាដែលស្ថាប័នកម្ពុជាគឺជាអ្នកទទួលខុសត្រូវក្នុងការរួមចំណែកក្នុងការរំលោភបំផ្លាញប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលរឿងនេះគេធ្វើឲ្យស្ថាប័នរដ្ឋឬក៏ស្ថាប័នផ្នែកនិយាយទៅការតស៊ូសិទ្ធិមនុស្សប្រជាធិបតេយ្យចុះខ្សោយយ៉ាងគំហុកហើយការដែលធ្វើទុកបុកម្នេញនេះគឺកញ្ញាស៊ិនទេវីថាជាការធ្វើទុកបុកម្នេញដោយជាប្រព័ន្ធទៅទៀតដែលធ្វើឲ្យដែលទាមទារឲ្យលោក Thomas Andrews នឹងចុះទៅស៊ើបអង្កេតឲ្យស៊ីជម្រៅអឺអង្គការ Save Cambodia បញ្ជាក់ទៀតថាសកម្មភាពប្រឆាំងនយោបាយដូចជាការលុបបំបាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបង្ខំឲ្យតំណាងរាស្ត្រឬក៏សកម្មជនបពប្រឆាំងនិរទេសខ្លួនអ្នកណាហ៊ានរិះគន់ខ្លាយទៅជាគោលដៅរបស់បកកណ្ដាលអំណាចធ្វើទុកបុកម្នេញចាប់កាត់ទោសករណីព្រហ្មទណ្ឌកាត់ទោសទាំងវងទាំងវាយអីអញ្ចឹងហើយគម្រាមកំហែងរឹតបន្តឹងសិទ្ធិសេរីភាពមនុស្សហ្នឹងគឺកាន់តែសន្ធាប់ដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសិទ្ធិមនុស្សប្រជាធិបតេយ្យដែលធ្វើឲ្យការតស៊ូមតិនិងការចូលរួមក្នុងជីវភាពនយោបាយមានការលំបាកខ្លាំងនៅប្រទេសកម្ពុជានៅក្នុងពេលដែលមានបញ្ហាជាច្រើនបែបនេះគឺកង្វល់ដែលកើតឡើងនៅប្រទេសកម្ពុជាវាលែងពាក់ព័ន្ធត្រឹមតែបញ្ហាសិទ្ធិមនុស្សតែមួយមុខហើយពេលនេះគឺស្ថាប័នឯករាជ្យរបស់រដ្ឋក៏ចាប់ផ្ដើមចុះខ្សោយគ្រប់ស្ថាប័នការដឹកនាំគឺពង្រឹងការគម្រាមកំហែងគ្រប់ស្ថាប័នបំផិតបំភ័យសមាជិកប្រឆាំងគម្រាមកំហែងអ្នករិះគន់ក្នុងនិងក្រៅប្រទេសដែលសកម្មភាពទាំងអស់នេះគឺធ្វើឲ្យដូចថាលបឿននៃការធ្វើទុកបុកម្នេញនេះក៏កាន់តែកើនឡើងខ្លាំងគឺអធ្វើឲ្យបញ្ហារហូតតតែពិបាកនៅក្នុងការគ្រប់គ្រងបញ្ហាជួញដូរមនុស្សភាពតានតឹងព្រំដែនអធិបតេយ្យអីហ្នឹងក៏មានបញ្ហាអ ក្រិតកម្មឆ្លងដែនហ្នឹងកើតឡើងពេញបន្ទុកដោយសារតែរឿងរ៉ាវទាំងអស់នេះអភិបាលកិច្ចរឿងបញ្ហាសិទ្ធិមនុស្សអីហ្នឹងអញ្ចឹងស្ថានភាពទាំងអស់នេះគឺអង្គការ Save Cambodia លើកឡើងថាមិនមែនជាបញ្ហាឯងទេបានន័យថាវាឆ្លុះបញ្ចាំងឲ្យឃើញអំពីកំសោយសមត្ថភាពរបស់ស្ថាប័នរបស់រដ្ឋរបស់រដ្ឋាភិបាលនៅក្នុងការចូលរួមបង្ហាញអំពីកណន័យភាពនិងការទទួលខុសត្រូវនិងការការពារអធិបតេយ្យកម្ពុជាចុងក្រោយគឺអង្គការនេះបានលើកឡើងថានៅពេលដែលអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិចាប់ផ្ដើមដំណើរទស្សនកិច្ចនៅកម្ពុជាគឺគាត់ត្រូវតែយកចិត្តទុកដាក់សំខាន់ទៅលើអ្វីដែលលើកឡើងដូចខាងលើទី1គឺភស្តុតាង
ដែលប្រមូលឬក៏កើតឡើងនៅប្រទេសកម្ពុជាដែលមានស្រាប់នឹងរាប់ឆ្នាំមកហើយបង្ហាញអំពីបញ្ហាចុះខ្សោយបញ្ហាស្ថាប័នបញ្ហាការធ្វើទុកបុកម្នេញជាប្រព័ន្ធនេះដែលតម្រូវឲ្យយកចិត្តទុកដាក់ខ្ពស់បំផុតបាទនេះគឺគ្រាន់តែជាសាររំលឹករបស់អង្គការ Save Cambodia ខ្ញុំជឿថាលោក Thomas Andrews លោកច្បាស់ជាជួបមន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធដូចជាលោករងឈុនឬក៏អីហើយក្នុងដំណើរទស្សនកិច្ចរបស់លោក Andrews Thomas Andrews ទៅប្រទេសកម្ពុជានេះក៏ឃើញលោកបានជួបបដាហើយមន្ត្រីតំណាងគណៈបកនយោបាយដូចជាថ្ងៃនេះឃើញគាត់ចុះទៅជួបគណៈប្រតិភូតំណាងឲ្យគណៈបកជំនាន់ថ្មីរបស់លោកមេឃសវណ្ណារានិងក្រុមការងារនៅស្នាក់ការគណៈបកនេះនៅឯរាជធានីភ្នំពេញដែលដំណើរនេះគឺជាដំណើរនៃការគ្រោងទុករបស់លោក Thomas Andrews ដែលលោកនឹងជួបមន្ត្រីអង្គការសង្គមស៊ីវិលតំណាងអង្គការនយោបាយបកប្រឆាំងរដ្ឋាភិបាលនិងប្រជាពលរដ្ឋដែលជន់រងគ្រោះអីហ្នឹងឲ្យបានច្រើនគ្នាមុននឹងលោកសរសេររបាយការណ៍សរុបតាក់ទងនឹងរឿងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះបាទឥឡូវខ្ញុំslash រឿងអង្គការ Save Cambodia នេះត្រឹមប៉ុណ្ណេះខ្ញុំមានរឿងច្រើនដែលត្រូវជជែកជាមួយនឹងកញ្ញាសិនទេវីតំណាងអង្គការ Save Cambodia ដែលលោកនាងនឹងអាចបានស្ដាប់បទសម្ភាសន៍ប្រចាំខែរបស់ខ្ញុំជាមួយកញ្ញាសិនទេវីនៅថ្ងៃទី25ខែកក្កដានេះបាទដែលនឹងផ្ដោតទៅលើលិខិតរបស់កញ្ញាសិនទេវីដែលដាក់ទៅតំណាងពាណិជ្ជកម្មអាមេរិករឿងសិទ្ធិមនុស្សនឹងដែរហើយរឿងលិខិតរបស់គាត់ទៅឬក៏ការរំលឹករបស់គាត់ទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនិងលិខិតផ្ទាល់ខ្លួនក្នុងនាមជាខ្មែរអាមេរិកកាំងរបស់កញ្ញាសិនទេវីសរសេរទៅខាងតំណាងពាណិជ្ជកម្មអាមេរិករឿងរំលោភសិទ្ធិមនុស្សនៅកម្ពុជានឹងដែរបាទនេះគឺទាំងអស់នេះនឹងមាននៅថ្ងៃទី25ខែកក្កដានេះបាទឥឡូវបន្តទៅទៀតគឺមេយោធាថៃឯណោះវិញចុះពិនិត្យទ្វារដែករបងបេតុងព្រំដែននៅស្រុកកំរៀងខេត្តបាត់ដំបងដោយឯកតោភាគីរឿងនេះគឺជារឿងមួយដែលកាន់តែថៃកាន់តែប្រទេសផ្ដាស់មែនតែនហើយត្បិតអីយោធាថៃដឹកនាំដោយមេយោធាថៃនៅម្ដុំភូមិភាគនៅក្បែរព្រំដែនហ្នឹងគឺថ្ងៃនេះដឹកនាំទាហានថៃមកក្រុមធំចុះទៅពិនិត្យទ្វារដែកដែលគេទើបតែសាងសង់រួចនៅលើនៅជាប់ឬក៏ជាផ្នែកមួយនៃរបងបេតុងដែលគេធ្វើនៅស្រុកកំរៀងខេត្តបាត់ដំបងដែលតាមពិតទៅលោកសុកលូដែលជាអភិបាលខេត្តបាត់ដំបងហ្នឹងបាននិយាយឲ្យថាថៃធ្វើនេះមិនឈ្លានពានទឹកដីកម្ពុជាទេគេធ្វើក្នុងដីគេអញ្ចឹងទៅបើទោះបីជាក្រសួងការបរទេសបានថ្កោលទោសថៃឬក៏ទាមទារឬក៏បានចាត់ទុកថាទង្វើនេះជាការឈ្លានពានធ្វើអីមួយអត់មានពិគ្រោះជាមួយខាងកម្ពុជាទេហើយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម្ដងហើយម្ដងទៀតតាក់ទងរឿងគម្រៀងនៅខេត្តបាត់ដំបងនេះក៏បានតាក់ទងនឹងរឿងថាទាហានថៃយករបងបេតុងហ្នឹងគឺធ្វើមកគៀកនឹងព្រំដែនកម្ពុជានឹងមែនតែនបង្គោលរបងដែលធ្វើទៅឯកតោភាគីដែលអត់ពិគ្រោះជាមួយនឹងកម្ពុជាហើយធ្វើឲ្យខូចបង្គោលរបងបាក់បែកបង្គោលរបងបង្គោលព្រំដែននឹងទៀតផងដែលកម្ពុជាតវ៉ាច្រើនដែរប៉ុន្តែថៃអត់ស្ដាប់ឥឡូវថៃគេធ្វើឲ្យគេដាក់ទ្វារដែកគេដាក់ទ្វារអីយ៉ាងស្អាតបាតរបស់គេមានបន្លាលួសមានអីចឹងទៅដែលគម្រោងគេហ្នឹងគេធ្វើរាប់សិបគីឡូដីនោះនៅព្រំដែនដែលរឿងនេះអត់ធ្វើយូរហើយទើបតែមកវាយយកដីខ្មែរបានហើយចាប់ផ្ដើមធ្វើលបងខាំងខ្លាចខ្មែររុលចូលទៅអីចឹងថៃខូចមែនតើតែយ៉ាងណាបងប្អូនទោះបីជាយ៉ាងនេះក្តីបើតាមแนะនាំពាក្យរដ្ឋាភិបាលកម្ពុជាហ្នឹងគឺជាលើកទីជាង800ហើយគាត់នៅតែថ្លែងថាកម្ពុជាមិនទទួលស្គាល់ផែនទីឬក៏ព្រំដែនខ្សែព្រំដែនណាដែលរំកិលដោយកងកម្លាំងប្រដាប់អាវុធឬក៏ការវាយគ្នាសង្គ្រាមទាំងពីរលើកហ្នឹងទេតាមពិតអ្នកនាំពាក្យរដ្ឋាភិបាលគាត់ថ្លែងសារ800ដងហ្នឹងគឺមិនមានអីប្លែកទេនៅពេលដែលគាត់ថាមិនទទួលស្គាល់អាខ្សែព្រំដែនដែលរំកិលហ្នឹងគឺរដ្ឋាភិបាលកម្ពុជាខ្លួនឯងហ្នឹងទទួលស្គាល់ថាថៃនៅណានៅហ្នឹងបាត់ទៅហើយឲ្យគេនៅណានៅហ្នឹងបាត់ហើយពេលវាយមកប្រាវហ្នឹងគឺពីប្រាវហ្នឹងគឺលោកទាសីហាដែលជាតំណាងឲ្យក្រសួងការពារជាតិកម្ពុជាទៅប្រាប់គេថានៅណានៅហ្នឹងវាយបានប៉ុណ្ណាគ្រប់គ្រងប៉ុណ្ណឹងចឹងកន្លែងហ្នឹងហើយចាំវាស់វែងទៅបើបានមកខ្មែរខ្លះយកទៅបើបានទៅថៃខ្លះថៃយកទៅប៉ុន្តែថៃគាត់ទៅវាយហើយដាក់លបងបដ ாய் មានអីរឿងបានមកខ្មែរគឺយកទាំងអស់តែម្ដងហើយបិទផ្លូវឈប់ជជែកទៀតបាទឥឡូវនេះគឺតាក់ទងនឹងរឿងឈប់ជជែកនេះគឺខ្ញុំបន្តចូលព័ត៌មានដែលរឿងថៃថាឈប់ជជែកនេះឥឡូវថៃកម្ពុជានៅតែបន្តចង្អុលដាក់គ្នាពីរឿងបិទផ្លូវចរចារឿងព្រំដែនគោកបងប្អូនដឹងហើយ
លោកអនុទិនច័ន្ទវរៈគុលនាយករដ្ឋមន្ត្រីថៃបានថ្លែងយូរហើយបានហើយប្រហែលជាច្រើនសប្តាហ៍ហើយថាកព្រំដែនកម្ពុជាថៃផ្លូវគោកនេះគឺបិទផ្លូវចរចាហើយដោយសារតែកម្ពុជាជ្រើសរើសយកអាជ្ញាកណ្ដាលរឿងព្រំដែនសមុទ្រឥឡូវនេះម្សិលមួយថ្ងៃលោកសៀហស័កភួងកេតកែវរដ្ឋមន្ត្រីការបរទេសថៃក៏បានបញ្ជាក់ជាថ្មីថាថៃអត់បើកផ្លូវចរចាអីទៀតទេចង់និយាយថាផ្លូវចរចាគឺបានបិទទៅហើយដោយកម្ពុជាជ្រើសរើសយកយន្តការអាជ្ញាកណ្ដាល UNCLOS ព្រំដែនសមុទ្រនោះអញ្ចឹងព្រំដែនគោកក៏បិទដែរព្រោះអីវាអត់បើគេទៅផ្លូវកដាលហើយទៅតុលាការអន្តរជាតិអាណាក៏ទៅព្រោះអីថៃគេថាយើងជ្រើសរើសផ្លូវហ្នឹងគឺអត់អាចចរចាគ្នាបានទេអញ្ចឹងក្រសួងការបរទេសម្សិលមិញក៏បានចេញសេចក្តីថ្លែងការណ៍មួយទៅតបទៅលោកសៀហស័កភួងកេតកែវដោយប្រាប់ថាជាការមិនពិតទេដែលឬក៏មិនសមហេតុផលមិនអាចថៃយល់លេសគ្រាន់តែរឿងព្រំដែនសមុទ្រកម្ពុជាប្រើយន្តការអាជ្ញាកណ្ដាលហេតុអីបានជាបូកលោកទៅយកអាព្រំដែនសមុទ្រហ្នឹងមកនិយាយរឿងព្រំដែនគោកដែលបិទផ្លូវចរចាទ្វេភាគីទៅវិញព្រោះអីយន្តការពីរខុសគ្នាអត់មានអីអារឿងសមុទ្ររឿងគេមានយន្តការ UNCLOS គេមានយន្តការអាជ្ញាកណ្ដាលតែកម្ពុជាពេលឆ្លោះគ្នាព្រំដែនគេមានយន្តការចរចាទ្វេភាគីបានដែរអាហ្នឹងអ្វីដែលកម្ពុជាអះអាងប្រាប់ទៅលោកសៀហស័កភួងកេតកែវដោយកុំយកលេសរឿងព្រំដែនសមុទ្រមកបូកលោកជាមួយនឹងព្រំដែនគោកដែលមានយន្តការចរចាទ្វេភាគីបានបើតាមក្រសួងការបរទេសកម្ពុជាយើងចរចាទ្វេភាគីមិនបានជាមួយនឹងរឿងព្រំដែនសមុទ្រដោយសារថៃលុប MOU 2001ដែលជាយន្តការចរចាទ្វេភាគីដូច្នេះតម្រូវឲ្យកម្ពុជាត្រូវតែទៅអាយន្តការមួយដែលទៅអាជ្ញាកណ្ដាលព្រោះអី UNCLOS អនុញ្ញាតឲ្យទៅអាជ្ញាកណ្ដាលព្រោះចរចាទ្វេភាគីថៃបិទផ្លូវចរចាបាត់ទៅហើយដោយប្រើលុប MOU 2001ហ្នឹងនេះជាការបកស្រាយរបស់ក្រសួងការបរទេសកម្ពុជាផ្ទុយទៅវិញក្រសួងការបរទេសកម្ពុជាលើកឡើងថាព្រំដែនគោកនេះវាអត់មានយន្តការអាជ្ញាកណ្ដាលដោយ UNCLOS ដែលត្រូវមានពីប្រធានមួយអីណាឬហ្នឹងទេគឺគេមានយន្តការចរចាទ្វេភាគីបានហេតុអីបានថៃថារឿង UNCLOS មកតាក់ទងនឹងព្រំដែនគោកមកបិទព្រំដែនគោកដូច្នេះកម្ពុជាចោទភាគីថៃថាថៃទៅវិញទេដែលជាអ្នកបិទទ្វារហ្នឹងកម្ពុជាអត់បានបិទទ្វារចរចាព្រំដែនគោកទេព្រោះអីស្នើឲ្យចរចាច្រើនលើកច្រើនគ្រាហើយជាពិសេសកំណត់ទូតសុំឲ្យថៃមកចរចាព្រំដែនគោកតាមយន្តការ JBC នេះគឺ9ដងហើយកំណត់ទូតហើយគ្រាន់តែតវ៉ាគ្រាន់តែអីហ្នឹង800ដងជាងដែរហើយអញ្ចឹងអ្វីដែលកម្ពុជាបកស្រាយនេះគឺសមហេតុសមផលមួយត្រង់ថាកម្ពុជាពិតជាចេញកំណត់ទូតទៅថៃច្រើនលើកមែន9លើកហើយឲ្យមកវាស់វែងហើយថៃចេះតែកិច្ចរហូតដែរឃើញទេថៃកិច្ចដំបូងថាអត់ទាន់មានរដ្ឋាភិបាលទេចាំរដ្ឋាភិបាលថ្មីរៀបសិនរៀបរដ្ឋាភិបាលហើយថាចាំមានគណៈរដ្ឋមន្ត្រីបោះឆ្នោតហើយថាមានគណៈរដ្ឋមន្ត្រីឬគណៈរដ្ឋមន្ត្រីហើយថាចាំមាននាយករដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រីហើយចាំរើសគណៈកម្មការឥឡូវរើសគណៈកម្មការហើយអត់ចរចាទៀតអញ្ចឹងថៃកិច្ចរហូតដែរបើតាមថៃគឺអត់ចង់ចរចាទេដោយសារតែដឹងថាបើចរចាប្រើផែនទីខ្នាត1លើ200,000ថៃអាចចាញ់ប្រៀបកម្ពុជាដែរនៅក្នុងន័យនេះអញ្ចឹងហើយបានជាថៃយកលេសថាដោយសារតែតាមពិតមិនមែនថៃយកលេសទេថៃដឹងថាខ្មែរតច្រកដែរព្រោះអីតាថៃបោះផ្កាននោងពីរឿង UNCLOS ច្បាស់ណាស់ខ្មែរនឹងទៅលុតទុំផ្កាននោងហ្នឹងព្រោះអា UNCLOS ហ្នឹងវាប្រើយន្តការអាជ្ញាកណ្ដាលលែងទ្វេភាគីហើយតាប្រើអាជ្ញាកណ្ដាលគឺបានន័យថាកម្ពុជាជ្រើសរើសអាជ្ញាកណ្ដាល UNCLOS នឹងព្រំដែនសមុទ្រអាព្រំដែនគោកនេះថៃបិទផ្លូវបានណាព្រោះអីយើងទៅហក់ទុំផ្កាននោងនោះក៏ប៉ុន្តែថៃកម្ពុជាបកស្រាយថាដូចអត់តាក់ទងគ្នាតែឥឡូវរឿងកម្ពុជាតបទៅថៃថាថៃទេដែលជាអ្នកបិទទ្វារព្រំដែនគោកកម្ពុជាមិនមែនបិទទ្វារទេអញ្ចឹងកុំថាកម្ពុជាជាអ្នកបិទទ្វារព្រោះកម្ពុជាទាឲ្យចរចាព្រំដែនគោកនេះរាល់តែដងឲ្យគណៈកម្មការនេះចុះមកវាស់វែងខ្ញុំថាកម្ពុជានិយាយត្រូវហើយខ្ញុំជាសាក្សីរស់ដែរកម្ពុជាពិតជាឲ្យថៃមកវាស់វែងនឹងច្រើនលើកច្រើនគ្រាកំណត់ទូត9ដងរបស់គាត់មែនតវ៉ារាប់រយដងមែនក៏ប៉ុន្តែឥឡូវនេះលោកសៀហស័កភួងកេតកែវតបមកកម្ពុជាវិញថាថៃអត់បានបិទទ្វារទេរឿងនេះគឺកម្ពុជាចោទថៃថាថៃបិទទ្វារគឺអត់បានទេគឺនៅតែចោទថាកម្ពុជាបិទទ្វារដដែលព្រោះអីថៃចោទរឿងបិទទ្វារហ្នឹងគឺដោយសារតែប្រើយន្តការសមុទ្រដែលទៅអាជ្ញាកណ្ដាលរឿងវាអញ្ចឹងហ៎បងប្អូនតើយើងនៅជជែកគ្នាទាល់តែបែកពពុះមាត់ស្លាប់ទៀតឬក៏យ៉ាងម៉េចតើយើងនៅអោបជើងថៃយូរប៉ុណ្ណាទៀតបើថៃផ្ដេសផ្ដាស់អញ្ចឹងយើងពំតែឆ្ងល់
ហេតុអីបានជាយើងមានដងដាវទៅឲ្យថៃក្លុកយើងស្រាញ់ចិត្តយើងដឹងហើយថាថៃផ្ដេសផ្ដាស់តែថៃផ្ដេសផ្ដាស់បានដីយើងត្រឹមត្រូវបាត់ដីនេះយើងនៅត្រឹមត្រូវដល់ណាទៀតយើងត្រឹមត្រូវអស់ហើយយន្តការរបស់យើងបើថៃគេបិទទ្វារមិនបិទទ្វារគេចោទថាកម្ពុជាត្រូវប្រើយន្តការអាជ្ញាកណ្ដាលនៅដែនសមុទ្រយើងប្រើអាជ្ញាកណ្ដាលនឹងទៅតុលាការអន្តរជាតិទៅខ្លាចថៃស្អីកំពុងតែឆ្ងល់ហេតុអីយើងមិនប្តឹងថៃប្តឹងទៅឥឡូវគឺថាយើងទៅអោបជើងគេថាយើងតែពេលយើងចរចាព្រំដែនសមុទ្រគេដក MOU 2001យើងទៅរកអាជ្ញាកណ្ដាលបានន័យថាយើងឈប់ចរចាទ្វេភាគីគេនិយាយត្រូវតែយើងទៅយកអាចរចាអាជ្ញាកណ្ដាលគេនិយាយត្រូវតាថៃនិយាយហ្នឹងក៏ត្រូវដែរតែកម្ពុជានិយាយថាអាយន្តការចរចាទ្វេភាគីហ្នឹងនៅព្រំដែនគោកនៅមានអាព្រំដែនសមុទ្រហ្នឹងគឺគេមានច្បាប់គេថាតែយើងឈប់ត្រូវគ្នាគឺយើងឡើងទៅអាជ្ញាកណ្ដាលអាហ្នឹងក៏ត្រូវកម្ពុជាក៏និយាយទៅប៉ុន្តែអាព្រំដែនគោកនេះតែពេល2នាក់ហ្នឹងឈប់ត្រូវគ្នានៅតែមានយន្តការអន្តរជាតិតើគឺទៅប្តឹងថៃទៅតុលាការព្រំដែនអន្តរជាតិឬយុទ្ធសាស្ត្រអន្តរជាតិទៅហេតុអីបានជាយើងនៅតែអត់ទេថៃអ្នកបិទយើងអត់បិទឥឡូវថៃគេថាយើងបិទយើងថាអត់បិទថៃយើងថាបិទយើងជជែកគ្នាឲ្យដាច់ខ្យល់បានប្រយោជន៍អីឲ្យធ្វើដូច UNCLOS ហ្នឹងទៅ UNCLOS អត់ទាន់មានរឿងអីផងអត់មានបាញ់គ្នានាវាសមុទ្រអីផងគ្រាន់តែថៃលុប MOU យើងហក់ភ្លឹបទៅដល់អាជ្ញាកណ្ដាលចុះឥឡូវ73កន្លែងគេវាយយកស្លាប់ទាហានយើង20 30រាប់សិបនាក់ហេតុអីក៏យើងមិនប្តឹងទៅតុលាការព្រំដែនអន្តរជាតិឬក៏យុត្តិធម៌អន្តរជាតិទៅហេតុអីនៅឲ្យតវ៉ាថៃបែកពពុះមាត់នេះកំពុងតែឆ្ងល់យើងធ្វើមកដូចយើងដាក់ហាក់បីដូចជាអស់ជំរឹះកម្ពុជាធ្វើមកដូចជាប្រាប់យើងប្រាប់ថៃថាយើងអស់ជំរឹះឥឡូវថៃគេកំពុងតែឌឺដាក់យើងតាថៃគេប្រាប់ថាបើអូនខ្លួនឯងហ៊ានប្តឹងទៅអង្គការសហទៅតុលាទៅយន្តការអាជ្ញាកណ្ដាលចុះឥឡូវរឿងព្រំដែនគោកខ្ញុំថាបិទទ្វារណែឯងថាអត់បិទអត់ទៅខ្ញុំថាបិទចុះឥឡូវយើងប្តឹងទៅបើគេថាបិទទៅយើងមានយន្តការមួយដែរតាគឺយន្តការអន្តរជាតិដូចតែ UNCLOS ចឹងគ្រាន់តែ UNCLOS មានយន្តការអាជ្ញាកណ្ដាល2មកចរចាទ្វេភាគីវិញដដែលក្រោយមួយឆ្នាំយន្តការព្រំដែនគោកគឺយន្តការតុលាការព្រំដែនអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិយើងធ្វើបានតាចឹងខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការព្រំដែនអន្តរជាតិឲ្យឈប់តាប៉ែជាមួយថៃព្រោះថៃអន់ថៃថោកយើងទៅថោកជាមួយថៃដែរគឺថៃមើលងាយយើងតែប៉ុណ្្នឹងទេខ្ញុំនិយាយនេះគឺចង់ឲ្យកម្ពុជាយើងកុំឲ្យថៃគេជន់យើងកុំឲ្យគេមានប្រៀបយើងព្រោះយើងមានបៀអាត់នៅដៃលេងបងប្អូនអត់ធីបអាត់ចោលលើកពីបិច3បិចយកមកលេងកើតទេអាហ្នឹងបើចេះលេងទេគឺយើងមានកញ្ចាស់មានអាត់លេងទៅយើងឈ្នះថៃតាថៃគឺគេកំពុងលួងយើងឲ្យប្តឹងទៅតុលាការព្រំដែនអន្តរជាតិទៅហេតុអីបានជាថៃលួងយើងឲ្យប្តឹងបងប្អូនថៃខ្លាចណាស់តុលាការព្រំដែនអន្តរជាតិនេះប៉ុន្តែថៃហេតុអីបានជាដាក់ផ្កាននងឲ្យកម្ពុជាលោតទុំផ្កាននងប្រើយន្តការអាជ្ញាកណ្ដាលដែលជាយន្តការផុតពីដៃទ្វេភាគីព្រោះដឹងថាបើខ្មែរប្រើយន្តការផុតពីទ្វេភាគីច្បាស់ណាស់ខ្មែរនឹងប្រើយន្តការទៅដល់តុលាការអន្តរជាតិទៀតហើយរឿងព្រំដែនគោកតែហេតុអីបានថៃអត់ខ្លាចថៃទៅបោះផ្កាននងហ្នឹងព្រោះថៃចង់យកលេសថារឿងព្រំដែនគោកខ្មែរអត់ប្តឹងដល់អត់ប្តឹងអញ្ចឹងទៅឃើញថៃទិញពេលវេលាដើម្បីសង់ដើម្បីដាក់បលាលួសបន្ថែមដើម្បីធ្វើអាព្រំដែនហ្នឹងឲ្យคล้ายទៅជាដីស្របច្បាប់មានកំផែងការពាររឹងមាំហើយអស់ហ្មងតែខ្មែរត្រូវទៀមទាមកវិញមានការជំនុំជម្រះអីក៏ដោយថៃអត់ឲ្យធ្វើអីថៃក៏ប៉ុន្តែអត់ឲ្យឬក៏មិនឲ្យណែឯងសង់លេនដ្ឋានអីក៏ដោយបើតុលាការអន្តរជាតិសម្រេចថាដីនឹងដីខ្មែរគឺខ្មែរបានប្លង់រឹងមកវិញទៀមទាលើឆាកអន្តរជាតិឲ្យថៃបាក់មុខតែបើឥឡូវនេះគឺថៃស៊ីយើងហើយព្រោះអីយើងអត់តវ៉ាគេចង់និយាយថាយើងអត់មិនតវ៉ាអត់ប្តឹងគេបាទឥឡូវយើងបន្តព័ត៌មានបន្ថែមទៀតតកតងនឹងរឿងទុករឿងព្រំដែននេះម្ដុំឥឡូវឆ្លងដែនពីអក្រិតកម្មឆ្លងដែនម្ដងអឺថ្ងៃនេះគឺឃើញមេFBI ដែលម្សិលមិញគាត់ទៅថៃថ្ងៃនេះគាត់បានទៅដល់ប្រទេសកម្ពុជាហើយលោកមេ FBI គឺលោក Kash Patel ដែលជាជនជាតិឥណ្ឌានិយាយទៅជនជាតិអាមេរិកដើមកំណើតឥណ្ឌាដែលគាត់ជាមេ FBI ដែលលោកត្រាំទុកចិត្តមែនតើហើយគាត់បានទៅ
ថៃទៅពង្រឹងជាមួយថៃដើម្បីប្រយុទ្ធប្រឆាំងការឆបោកអនឡាញព្រោះអំពើឆបោកអនឡាញក៏មានកើតច្រើនដែរនៅប្រទេសថៃហើយថៃបានទម្លាក់បាល់ហ្នឹងមកឲ្យកម្ពុជាឬក៏ចង់និយាយថាទម្លាក់អាដុំភ្លើងហ្នឹងថាតាមពិតបទឆបោកអនឡាញហ្នឹងគឺវារៀលដាលពីកម្ពុជាទេហើយ FBI ហ្នឹងក៏ដឹងដែរថាការឆបោកអនឡាញនៅកម្ពុជានឹងឯងដែលធ្វើឲ្យជនជាតិអាមេរិករាប់សែននាក់ក្លាយជាជនរងគ្រោះទឹកប្រាក់ដែលអាមេរិកបង្កក់ពីមេឆបោកអនឡាញគឺលោក Gen Z ដែលយកប្រទេសកម្ពុជាយកទៅលក់ឥឡូវគេបង្កក់ទ្រប FBI នេះគឺលោក Kash Patel នេះឯងដែលជាអ្នកដែលចូលរួមជាមួយនឹងប៉ូលីសសហព័ន្ធអាមេរិក FBI ហ្នឹងក្នុងការបង្កក់ទ្របស៊ើបអង្កេតឲ្យបង្កក់ទ្របលោក Gen Z 15,000 លានដុល្លារ 15,000 លានដុល្លារមិនតិចទេបងប្អូនសុទ្ធតែជាលុយរបស់ញើសឈាមរបស់ប្រជាពលរដ្ឋអាមេរិករាប់សែននាក់ដូច្នេះហើយថ្ងៃនេះគឺលោកទៅជួបលោកហ៊ុនម៉ាណែតនឹងលោកសថេតផងតកតងនឹងការដែលពង្រឹងទប់ស្កាត់ឬក៏កំទេចប្រព័ន្ធឆបោកអនឡាញនៅកម្ពុជារឿងនេះមានន័យយ៉ាងម៉េចចំពោះកម្ពុជាវាជាកិត្តិយសមួយដែរសម្រាប់កម្ពុជាដែលមេ Kash Patel គឺមេ FBI អាមេរិកចុះទៅដល់ប្រទេសខ្លួនតែម្ដងវាជាកិត្តិយសណាស់សម្រាប់ប្រទេសកម្ពុជាដែលមានមេ FBI កម្ពុជារបស់សហរដ្ឋអាមេរិកចុះទៅបំពេញទស្សនកិច្ចនៅកម្ពុជាក៏ប៉ុន្តែរឿងនេះវាជារឿងពីររឿងកិត្តិយសសម្រាប់ជាតិខ្មែរនិងរឿងកេរអាសោចសម្រាប់ជាតិខ្មែរក្នុងពេលតែមួយនឹងដែរដោយសារតែមេ FBI មិនមែនចេះតែចុះទៅប្រទេសណាទៅដើរលេងឬក៏ទៅផឹកតែឬក៏ទៅអូឆ្នេរអូជាទៀលអីកំសាន្តទេអត់ទេគឺទៅហ្នឹងគឺដើម្បីតាមចាប់កុំអក្រិតជនដែលធ្វើបាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋអាមេរិកហើយ FBI គឺការពារប្រយោជន៍អាមេរិកដូច្នេះគាត់ត្រូវទៅស្រុកខ្មែរហ្នឹងគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការរកយុត្តិធម៌ជូនជនជាតិអាមេរិកដែលចាញ់បោកឆបោកអនឡាញហ្នឹងអញ្ចឹងរឿងនេះវាអាចជាកិត្តិយសរបស់កម្ពុជាក៏ប៉ុន្តែវាក៏ជាវិញ្ញាសាមួយដ៏លំបាកលំបិនសម្រាប់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែរហេតុអីបានជាវិញ្ញាសាដ៏តឹងព្រោះពេលដែលមេ FBI ចុះទៅដូច្នេះបានន័យថាគេចង់បញ្ជាក់ប្រាប់សារទៅរដ្ឋាភិបាលកម្ពុជាថាអត់មានលំទេរឿងនេះគឺអ្នកឯងសន្យាអីត្រូវធ្វើហ្នឹងហើយអាមេរិកនឹងសហការក្នុងការកម្ចាត់ក្រុមឆបោកអនឡាញដែលតាក់ទងនឹងអ ுக ្រិតជននៅពីក្រោយខ្នងទៀតមិនមែនតែគ្រាន់តែបិទឬក៏ស្អីដេញដោយវែកចកហ្នឹងទេគឺកម្ចាត់អ ுக ្រិតជនដែលនៅពីខ្នងជាខ្នងបង្អែកនៃការឆបោកអនឡាញហើយបងប្អូនដឹងទេរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់បញ្ជីមន្ត្រីអង្គការនៅកម្ពុជាច្រើនណាស់នៅក្នុងបញ្ជីខ្មៅមានទាំងលោកលីយ៉ុងផាត់លោកកុកអានមានទាំងលោកហ៊ុនតូនិងមានមន្ត្រីខ្មែរច្រើនណាស់តកតងនឹងជួរក្រាក់នៅក្នុងជួររដ្ឋាភិបាលនឹងសប្ងៃហ្នឹងនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលអាមេរិកនៅក្នុងការដាក់ទណ្ឌកម្មដែលពាក់ព័ន្ធនៅក្នុងការឆបោកអនឡាញហើយមន្ត្រីទូតរបស់អាមេរិកដែលជាបេក្ខជនសោះយើងដឹងហើយលោក Christopher Anderson ដែលបានត្រូវគណៈកម្មការព្រឹទ្ធសភាដែលគាត់ថ្លែងសារដែលលោកត្រាំចាត់តាំងគាត់ជ្រើសតាំងគាត់ឲ្យទៅជាឯកអគ្គរដ្ឋទូតថ្មីនៅប្រទេសកម្ពុជានៅក្នុងសេចក្តីថ្លែងសាររបស់គាត់មុខគណៈកម្មការព្រឹទ្ធសភាកាលពីថ្ងៃទី16ខែមិថុនាខែកក្កដានេះគឺលោកបានសច្ចាយ៉ាងច្បាស់ពីរចំណុចទី1គឺប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះឲ្យខ្ទេចខ្ទីហើយនឹងចាប់ពួកជនដៃដល់ដែលជាមេខ្នងបង្អែកនៅក្រោយអក្រិតជននេះឲ្យបានដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋអាមេរិកហើយលោកបើបានទៅធ្វើជាឯករាជ្យទូតដោយអ្វីដែលលោក Patel ចុះទៅក្នុង Kash Patel មេ FBI ចុះនេះគឺជាការបញ្ជាក់ថាការបដិញ្ញារបស់អាមេរិកនេះគឺមែនតើណែហើយមិនត្រឹមតែប៉ុណ្ណឹងគឺភារៈធារីស្ដីទីភារៈធារីរបស់សហរដ្ឋអាមេរិកអ្នកស្រី Alex Zero ដែលនៅក្នុងប្រទេសកម្ពុជាជំនួសឲ្យអ្នកស្រី Bridget Walker ដែលត្រូវផ្លាស់ប្ដូរវេនទៅកន្លែងផ្សេងហ្នឹងក៏គាត់បានជួបលោកហ៊ុនម៉ាណែតឬក៏ជួបលោកស៊ុនចន្ទថុលបាននិយាយឲ្យថាអាមេរិកបដិញ្ញាប្រយុទ្ធប្រឆាំងការឆបោកអនឡាញនិងបញ្ហាសិទ្ធិមនុស្សនេះគឺឲ្យចាស់ដៃតែម្ដងដូច្នេះទាំងលោក Christopher Anderson ទាំងលោកមេ FBI Kash Patel ទាំងអ្នកស្រី Alex Zero
ទាំងអស់គ្នាសុទ្ធតែផ្ដោតទៅលើប្រយុទ្ធប្រឆាំងការឆបោកអនឡាញនិងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមានន័យថាយ៉ាងម៉េចបងប្អូនមានន័យថាអាមេរិកនឹងសម្រុកដាក់សម្ពាធកម្ពុជាដល់ទីបញ្ចប់នៅក្នុងការស្ដារបញ្ហាទាំងអស់នេះមកវិញហើយរដ្ឋាភិបាលកម្ពុជាប្រហែលជាមិនអាចមានលេសអីនៅក្នុងការធ្វើលំបានទៀតទេរឿងនេះក៏ជាកំបិតចិត្តដងរបស់រដ្ឋាភិបាលដែរកំបិតចិត្តដងបើរដ្ឋាភិបាលបដិញ្ញាប្រយុទ្ធប្រឆាំងការឆបោកអនឡាញនិងបញ្ហាសិទ្ធិមនុស្សនេះឲ្យតាមអ្វីដែលជាការបដិញ្ញាចិត្តរបស់អាមេរិកហើយមន្ត្រីក្រាក់របស់អាមេរិកបានចុះទៅប្រទេសកម្ពុជាបែបនេះគឺកម្ពុជាត្រូវស្ដារសិទ្ធិមនុស្សឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានទី1ទី2គឺត្រូវរួមសហការជាមួយនឹងអាមេរិកក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញដោយមិនធ្វើចាប់តែបាតទេគឺត្រូវតែចាប់មន្ត្រីក្រាក់តើកម្ពុជានឹងអាចធ្វើដូច្នេះបានឬយ៉ាងណាព្រោះមន្ត្រីក្រាក់នេះគឺសុទ្ធតែជាហឹបប្រាក់របស់គណៈបកកណ្ដាលអំណាចដែលផ្គត់ផ្គង់គណៈបកនេះដើម្បីឲ្យមានជីវិតជីវ៉ាក្នុងការបង្ក្រាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋអ្នកតស៊ូមតិរាប់សិបឆ្នាំហើយតើកម្ពុជានឹងអាសាច់នេះដោយរបៀបណាព្រោះដែលខ្ញុំនិយាយថាកំបិតចិត្តដងវាជាមុខមាត់កិត្តិយសរបស់កម្ពុជាហើយនៅពេលដែលយើងអាចកម្ចាត់អា scam អនឡាញនេះបានដោយជោគជ័យគឺបានន័យថាប្រជាពលរដ្ឋទាំង18លាននាក់នឹងទទួលបានភោគផលដ៏ត្រចះត្រចង់មុខមាត់យើងក៏ល្អឡើងវិញហើយធ្វើឲ្យវិនិយោគិនអីគេអាចមកចង់រកស៊ីនៅស្រុកខ្មែរប្រព័ន្ធហិរញ្ញវត្ថុយើងអាចគ្រាន់បើអាហ្នឹងបើសិនជាយើងចាត់ការដោយច្បាស់លាស់ក៏ប៉ុន្តែសំខាន់តើមេឆបោកអនឡាញក្រាក់ដូចលោកលីយ៉ុងផាត់ហ្នឹងគេចាត់ការយ៉ាងម៉េចហើយបើមិនចាត់ការថាតើអាមេរិកឬក៏អ្នកដែលពាក់ព័ន្ធហ្នឹងគេនឹងទទួលយកបានដែរឬយ៉ាងណាហើយតើកម្ពុជាហ៊ានឬអត់អញ្ចឹងវាធ្វើឲ្យមេអុកញ៉ាមហាមន្ត្រីដែលមានឈ្មោះនៅក្នុងបញ្ជីរបស់អឺណែរដ្ឋាភិបាលអាមេរិកហ្នឹងកំពុងតែដេកព្រួយហើយថាមិនដឹងជាត្រូវទៅច្រកណាតើត្រូវវិច្ចទ្របទៅប្រទេសណាតើត្រូវកិច្ចផ្លូវណាព្រោះអីកម្ពុជាតាទាល់គឺនឹងធ្វើស៊ីខ្លះហើយដើម្បីចាត់ការ1 2ទៅដើម្បីកុំឲ្យថាអត់សោះដូច្នេះអាសាច់ឯងហ្នឹងអាចត្រូវដែរដើម្បីគេធ្វើយកល្អមើលអាចល្អមើលហ្នឹងពេលខ្លះត្រូវដែរហ្នឹងអាចំណាត់ការហ្នឹងព្រោះអីហើយដែលខ្ញុំនិយាយថាជាកំបិតចិត្តដងឯងហ្នឹងគឺតើអាហឹបប្រាក់របស់កម្ពុជានេះគណៈបកប្រជាជនកម្ពុជានេះនឹងមានបញ្ហាប៉ុណ្ណាព្រោះអីសេដ្ឋកិច្ចក៏ធ្លាក់ចុះបញ្ហាចំណូលពន្ធរដ្ឋក៏ធ្លាក់ចុះបញ្ហាវិបត្តិអីសពបែបយ៉ាងហើយឥឡូវអស់អាលុយអស់អាអីពីអុកញ៉ាឧបត្ថម្ភហ្នឹងបើស៊ើបអង្កេតអីគាត់ទៅតើវាប៉ះពាល់ដល់ប៉ុណ្ណាក៏ប៉ុន្តែកម្ពុជាអត់មានជំរើសទេនេះជាជំងឺមហារីករបស់កម្ពុជាបើមិនព្យាបាលគឺស្លាប់ទាំងតួខ្លួនដូច្នេះយើងចាំមើលថាតើមន្ត្រីក្រាក់នៅពីក្រោយប្រមាណអ្នកដែលនឹងរងការចោទប្រកាន់ស៊ើបអង្កេតហើយយកមកផ្ដន់ទាទោសហើយខ្ញុំពិតជាសាទរនៅពេលដែលមន្ត្រីដែលធ្វើបាបប្រជាពលរដ្ឋឲ្យខូចឈ្មោះខូចមុខមាត់ប្រទេសកម្ពុជារាប់សិបឆ្នាំមកនេះរងការផ្ដន់ទាទោសយកយុត្តិធម៌សម្រាប់ជនជាតិខ្មែរប្រទេសកម្ពុជានិងយុត្តិធម៌សម្រាប់ជនជាតិអាមេរិក80,000អ្នកជាងដែលជាជនរងគ្រោះពីឆ្នាំ23មក2023មកជនជាតិអាមេរិកដែលរាយការណ៍ទៅ FBI មាន880,000អ្នកជាងដែលរងគ្រោះដោយអំពើឆបោកអនឡាញដែលមានទឹកប្រាក់ជាង$12,000 លានដែលគាត់ចាញ់បោករួមទាំងការឆបោកដោយ Gen Z នៅប្រទេសកម្ពុជាផងចឹងអាមេរិកគេអត់បធូរដៃទេយើងសប្ថ្ងៃនេះកម្ពុជាមានភ័ព្វវាសនាទេខ្ញុំថាវាជាអកុសលប៉ុន្តែជាគេហៅលៀបក្នុងគ្រោះលៀបក្នុងគ្រោះហ្នឹងគឺសំដៅថាដល់តែពេលប្រជាពលរដ្ឋអាមេរិកដែលជាជនរងគ្រោះគេចាត់ការស្រុកខ្មែរចាត់ការចិនស៊ីចាត់ការអីហ្នឹងទៅវាបានផលដល់កម្ពុជាទាំង18លានអ្នកដែរបើកុំអីបើគ្រាន់តែឆបោកហ្នឹងមិនប៉ះជនជាតិអាមេរិកប្រហែលគ្មានចំណាត់ការនេះហើយកម្ពុជាក៏អត់ចាត់ការអីដែរកម្ពុជាអត់ដែលចាត់ការរឿងនេះរាប់សិបឆ្នាំហើយទើបតែឥឡូវទេគឺអង្គការសហប្រជាជាតិអង្គការលើកលែងទោសអន្តរជាតិអង្គការកម្មយណារកឃើញអីក៏កម្ពុជាមិនឈឺក្បាលដែរតែដល់តែពេលមានចំនួនព្រំដែនថៃគេបកអាក្រាតក្រុមឆបោកអនឡាញកាស៊ីណូនៅប៉ោយប៉ែតនៅអូស្មាច់នៅថ្មដាអីមកគឺកម្ពុជាទាល់ច្រកដែរខ្ញុំជឿថាលៀបក្នុងគ្រោះនេះគឺវាជាភ័ព្វវាសនាសម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុន្តែវាជាអំពើអកុសលសម្រាប់ពួកប្រជាការទេអានេះវាធ្វើម៉េច
វាកម្មពីរបស់គាត់ព្រោះអាការសាបព្រោះខ្យល់ពេលខ្លះវារមែងទទួលផលជាព្យុះសង្គ្រាតែខ្ញុំនៅតែលើកទឹកចិត្តថាឲ្យរដ្ឋាភិបាលចាប់ជនទាំងនេះឲ្យអស់មកហើយប្រជាពលរដ្ឋនឹងសាទរព្រោះអីដូចខ្ញុំនិយាយចឹងអារឿងប្រព្រឹត្តខុសវាជារឿងមធ្យមទេអាយើងធ្វើកែមកវិញហើយធ្វើឲ្យត្រូវហើយឥឡូវមានសហរដ្ឋអាមេរិកជួយសហការទៀតខ្ញុំជឿថាជាឱកាសមាសសម្រាប់រដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនកម្ពុជាក្នុងការស្ដារមុខមាត់របស់ខ្លួនដែរប៉ុន្តែប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ត្រូវជាសាក្សីចាំមើលថាតើពួកគាត់ធ្វើលំធ្វើរបៀបប្រជាពិធដ្ឋឬក៏ធ្វើដើម្បីគ្រាន់តែឲ្យប្រគ្រប់កិច្ចហើយយកការបដិញ្ញាចិត្តរបស់លោក Kash Patel ហើយគាត់ថ្ងៃទុកនេះថ្ងៃនេះគឺថ្ងៃទី21សំទោសថ្ងៃ22ខែកក្កដាឆ្នាំ2026លោក Kash Patel ទៅជួបលោកហ៊ុនម៉ាណែតនិងលោកសថេតហើយសុទ្ធតែបដិញ្ញាក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញគាត់នៅអញ្ចឹងថ្ងៃហ្នឹងជាថ្ងៃប្រវត្តិសាស្ត្រដែលរដ្ឋាភិបាលកម្ពុជាបដិញ្ញាថាធ្វើមួយទៀតគឺលោក Christopher Anderson ដែលជាឯកអគ្គរដ្ឋទូតទៅអនាគតសម្រាប់ប្រទេសកម្ពុជាថ្ងៃ16ខែកក្កដាគាត់បានសច្ចាមុខគណៈកម្មការព្រឹទ្ធសភាអាមេរិកថាទៅកម្ពុជាធ្វើរឿងពីរប្រយុទ្ធប្រឆាំងការឆបោកអនឡាញហ្នឹងតាមចាប់មេខ្លោងនៅពីក្រោយហ្នឹងឲ្យអស់ហើយមួយទៀតគឺស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញចាំសម្ដីគាត់បើគាត់ទៅស្រុកខ្មែរអាសាគោះទ្វារស្ថានទូតអាមេរិកផងសួរគាត់ដល់ណាហើយបានធ្វើអីគេខ្លះហើយឬក៏គ្រាន់តែបានប្រឹងតែបដិញ្ញាមកឲ្យតែគេបោះឆ្នោតឲ្យជាប់ដើម្បីធ្វើឯករាជ្យទូតដល់បានទៅហើយស្រាប់តែភ្លេចយើងអញ្ចឹងជាប្រជាពលរដ្ឋខ្មែរមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ាដោយសន្តិវិធីដើម្បីឲ្យអ្នកទាំងនេះគោរពតាមការសន្យាអត់ខុសច្បាប់អត់មានអីទាំងអស់ហើយបើអាជ្ញាធរបង្ក្រាបគឺអាជ្ញាធរហ្នឹងក៏ទទួលកំហុសទោសទណ្ឌតកតនឹងការធ្វើទុកបុកម្នេញសម្លេងប្រជាពលរដ្ឋប្តឹងអាជ្ញាធរហ្នឹងឲ្យណានៃឲ្យដល់អង្គការសហជីវជាតិទៀតហើយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏កុំភ្លេចរឿងហ្នឹងដែរបន្តការតស៊ូមតិឲ្យកាន់តែកក្រើកជាពិសេសក្រុមគណៈបកប្រឆាំងហ្នឹងគឺតាមឲ្យពួកគាត់ទទួលខុសត្រូវទូតអាមេរិកនៅសហរដ្ឋអាមេរិកមន្ត្រីតំណាងរាស្ត្រអីនៅគ្រប់តំបន់នៃរដ្ឋដែលយើងធ្វើហ្នឹងគឺទៅគោះទ្វារគាត់ប្រាប់គាត់ថាមិនដែររឿងហ្នឹងធ្វើដល់ណាហើយសន្យាបានអីខ្លះហើយធ្វើអត់មានព័ត៌មានថ្មីអីទៀតទេឥឡូវអត់មានឃើញធ្វើទេ3ខែ6ខែ8ខែមួយឆ្នាំអីតាមដានចឹងរហូតនេះគឺជាសិទ្ធិស្របច្បាប់របស់បងប្អូនខ្ញុំលើកទឹកចិត្តឲ្យតវ៉ាប៉ុន្តែកុំធ្វើអំពើហិង្សាជៀសវាងឲ្យដាច់ខាតបាទកុំឲ្យរដ្ឋាភិបាលយល់លេសបង្ក្រាបចាប់ដាក់គុកខ្ញុំស្លេះរឿងនេះឥឡូវនេះចូលដល់រឿងតាក់ទងនឹងសាលាឧទ្ធរភ្នំពេញក៏ហៅលោកទាវវណ្ណុលប្រធានគណៈបកភ្លើងទៀនរឿងបរិហាគេបើយើងអត់ភ្លេចទេអារឿងធ្វើទុកបុកម្នេញគ្នាឯងហ្នឹងព្រោះអីលោកទាវវណ្ណុលហ្នឹងគាត់ជាប់ពីបទនេះយូរហើយដែលគេចោទប្រកាន់តាំងពីគាត់ថ្លែងសារនៅជប៉ុនជាមួយនឹងអឺរឿងដូចជាលោកសុនចន្ទធីអីនោះដែរលោកទាវវណ្ណុលគឺជាប្រធានគណៈបកភ្លើងទៀននៅទីនេះគឺយើងឃើញសាលាធរចេញដោយការកោះឲ្យគាត់ចូលទៅបំភ្លឺនៅដើមខែសីហាពីបទបរិហាគេជាសាធារណៈតាមពិតដីកានេះគឺចុះពីថ្ងៃទី6ខែកក្កដាដែលលោកត្រូវចូលបង្ហាញខ្លួននៅថ្ងៃទី3ខែសីហាម៉ោង2រសៀលបាទដើម្បីទៅជំនុំជម្រះសំណុំរឿងបរិហាគេជាសាធារណៈនេះដែលគេចោទប្រកាន់គាត់ថាបានប្រព្រឹត្តនៅអំឡុងខែកុម្ភៈឆ្នាំ2024ដែលការប្រព្រឹត្តនេះគឺដោយសារតែមេធាវីតំណាងឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងលោកទាវវណ្ណុលតាក់ទងនឹងបទសម្ភាសន៍ដែលលោកផ្ដាល់ដល់សារព័ត៌មានជប៉ុនមួយឈ្មោះថា Nikkei Asia និងវិទ្យុបារាំងអន្តរជាតិ AFE នៅក្នុងពេលដែលលោកទៅបំពេញបេសកកម្មនៅប្រទេសជប៉ុនហើយរដ្ឋាភិបាលកម្ពុជាតាមរយៈមេធាវីរដ្ឋាភិបាលនឹងចោទប្រកាន់ថាបទសម្ភាសន៍នោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងមុខមាត់រដ្ឋាភិបាលកម្ពុជាអញ្ចឹងបាទហើយតាមចាំគឺកាលពីថ្ងៃទី25មេសាឆ្នាំ2024នោះលោកទាវវណ្ណុលចូលបំភ្លឺនៅសាលាដំបងម្ដងរួចហើយតាមដីកាកោះហៅហ្នឹងប៉ុន្តែឥឡូវនេះគឺនីតិវិធីបន្ទាប់បាទយើងតាមមើលតទៅទៀតព្រោះគណៈបកប្រឆាំងហ្នឹងគឺរងការដែលធ្វើទុកបុកម្នេញមិនស្រាកស្រានដែរទេបាទអស់ពីលោកទាវវណ្ណុលមកគឺឥឡូវខ្ញុំចូលដល់រឿង
សាលាធរតម្កល់ការផ្ដន្ទាទោសករណីសេរីភាពបញ្ចេញមតិចំនួន3សំណុំរឿងផ្សេងគ្នាបាទអារឿងតម្កល់សាលដីកាតម្កល់អីដល់ឲ្យជាប់ទោសហ្នឹងគឺយើងអត់មានទេមានតែចាប់ច្រឡំកុំឲ្យលែងខុសសាលាធរបើតាមអង្គការលីកាដូបានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី21ខែកក្កដាម្សិលមិញនេះសាលាធរភ្នំពេញសម្រាប់តម្កល់សាលក្រមរបស់សាលាដំបងរាជធានីភ្នំពេញផ្ដន្ទាទោសករណី3ផ្សេងគ្នាពាក់ព័ន្ធនឹងការបញ្ចេញមតិតាមបណ្ដាញសង្គមជុំវិញការរិះគន់ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលបញ្ហាចំនួនព្រំដែនកម្ពុជាថៃនិងបញ្ហាសង្គមផ្សេងទៀតដែរទី1គឺកញ្ញាអយឌីណាមានអាយុ20ឆ្នាំត្រូវសិតតែក្មេងៗបងប្អូនមើលមើលម្សិលមិញ19ឆ្នាំយុវជនរត់កង់3មកកញ្ញាអយឌីណាអាយុ20ឆ្នាំត្រូវបានចាប់ខ្លួននៅខែមីនាឆ្នាំ2025នៅភ្នំពេញកម្លាំងនគរបាលមានឯកសណ្ឋានស៊ីវិលខ្លះចុះចាប់កញ្ញាឌីណាត្រូវបានតុលាការសាលាដំបងផ្ដន្ទាទោសកាលពីខែកញ្ញា2025ពីបទប្រមាថនិងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមឯតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ18ខែពិន័យប្រាក់2លានរៀលចំពោះបង្ហោះសារលើបណ្ដាញសង្គម TikTok រិះគន់មេដឹកនាំរដ្ឋាភិបាលហ្នឹងឯលោកសឿនច័ន្ទដែនអាយុ33ឆ្នាំបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅខេត្តកាចេះត្រូវបានសាលាដំបងភ្នំពេញផ្ដន្ទាទោសពីបទញុះញង់ដែរគឺបង្កភាពវឹកវរដល់សន្តិសុខសង្គមផ្ដន្ទាទោស18ខែពិន័យប្រាក់2លានរៀលដែរលោកច័ន្ទដែនបង្ហោះសាររិះគន់បញ្ហាព្រំដែនពាក់ព័ន្ធនឹងថ្នាក់ដឹកនាំខ្មែរលោកច័ន្ទដែនត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលអប់រំកែប្រែទី1ព្រៃសរចាប់តាំងតែពីពេលខាត់ខ្លួននោះមកចំណែកឯករណីចុងក្រោយគឺពាក់ព័ន្ធនឹងលោកផុងប្រុសអាយុ53ឆ្នាំសកម្មជននិងជាអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មកពីគណៈបកភ្លើងទៀនត្រូវបានចាប់ខ្លួននៅខែមករាឆ្នាំ2025នោះដែរក្រោយលោកបានចែករំលែកសាររិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលរិះគន់ជំវិញការស្លាប់របស់លោកលឹមកំយ៉ាអតីតមន្ត្រីគណៈបកប្រឆាំងដែលត្រូវឃាតករបាញ់សម្លាប់នៅទីក្រុងបាងកកប្រទេសថៃថ្ងៃ7មករាឆ្នាំ2025នោះលោកឆាន់បញ្ញាអាយុ47ឆ្នាំជាអ្នកគាំទ្របកប្រឆាំងក៏ត្រូវបានចាប់ខ្លួននៅខែកុម្ភៈ2005ក្រោយការចែករំលែកសារលើបណ្ដាញសង្គមពីគម្រោងប្រែជីកហ្វូណននិងកិច្ចព្រមព្រៀងសហប្រតិបត្តិការគេហៅកិច្ចព្រមព្រៀង CLV នោះអ្នកទាំងពីរត្រូវបានសាលាដំបងភ្នំពេញផ្ដន្ទាទោសពីបទញុះញង់ប្រព្រឹត្តអក្រិតជាអាតដាក់ពន្ធនាគារ18ខែក្នុងម្នាក់ពិន័យប្រាក់2លានរៀលដែរអ្នកទាំងពីរកំពុងជាប់ឃុំនៅមជ្ឈមណ្ឌលអប់រំកែប្រែព្រៃសរចាប់ពីពេលចាប់ខ្លួនឥឡូវសរុបមកគឺអ្នកដែលជាប់ឃុំហ្នឹង125នាក់ហើយបាទជាអ្នកទោសមនសិការបាទឥឡូវស្លេះរឿងចាប់ចងហ្នឹងតិចនិយាយពីរឿងមន្ត្រីចូលនិវត្តន៍វិញម្ដងមន្ត្រីចូលនិវត្តន៍ជាបន្តបន្ទាប់ត្អូញត្អែរឿងកាត់ប្រាក់ចូលនិវត្តន៍ខ្ញុំអានរឿងនេះស្រក់ទឹកភ្នែកណាបងប្អូនស្រក់ទឹកភ្នែកហ្នឹងគឺមិនមែនរឿងអីទេគឺថាអាកាលធ្វើការដែលប្រាក់មុននឹងចូលនិវត្តន៍ហ្នឹងបានប្រហែល$200 $200ទិញតែកន្ទក់ហូបមិនតឹងគ្រប់ផងហ្នឹងអត់ទាន់ចូលនិវត្តន៍ហើយដល់ពេលចូលនិវត្តន៍គេកាត់ទៀតថាចូលនិវត្តន៍ហ្នឹងបើសិនជាយើងឲ្យប្រាក់គាត់100%ហ្នឹងក៏បានតែ$200នៅតែហូបកន្ទក់ដដែលផងហើយចុះបើកាត់លុយទៀតទៅកាត់យ៉ាងម៉េចចំពងតែឆ្ងល់ហើយហេតុអីបានជាទៅអាកឈាមក្តាមខ្យងយកអាកក្តាមយកឈាមយកអីយ៉ាងនេះរឿងនេះគឺខ្ញុំមិនដឹងរឿងពីរដ្ឋាភិបាលទេប៉ុន្តែខ្ញុំឃើញរឿងដែលគេផ្ញើសារមកក្នុងបណ្ដាញសង្គមផ្ញើសារមកខ្ញុំមិនលួសថ្ងៃទេខ្ញុំមក6ខែចុងក្រោយនេះខ្ញុំអត់ដែលផ្សាយទេដោយសារតែអឺព្រោះអីវាច្រើនរឿងពេកដល់ពេលឥឡូវអត់ទ្រាំនឹងផ្សាយមិនបានរឿងពាក់ព័ន្ធនឹងនគរបាលចូលនិវត្តន៍ផងពាក់ព័ន្ធនឹងទាហានជួមុខទៅទៀតមិនចូលនិវត្តន៍ទេទាហានជួមុខគាត់មករាយការណ៍ប្រាប់មកថាគេកាត់ប្រាក់ខែប្រាក់មហូបហូបអត់គ្រប់អីចឹងហើយប្រាក់ទាហានហ្នឹងច្រើនប៉ុន្មានណាស់ទៅ300ពី300ហ្នឹងគឺអើយហើយការពារព្រំដែនទៅកាត់ប្រាក់ខែគាត់ទៀតថាមិនមែនកាត់ប្រាក់ខែកាត់ប្រាក់ហ្នឹងដើម្បីកាត់ទៅហូបប្រហែលជាគេគិតថាបើយើងហូបមហូបហ្នឹងបើអត់កាត់ចឹងរត់បានអីមិនចឹងឬក៏យ៉ាងម៉េច
ហើយចុះឥឡូវកំពុងការពារព្រំដែនហ្នឹងយើងរត់ហ្នឹងជួយទំនុកបំរុងសិនទៅអាលុយមានប្រមាណហ្នឹងបើចំពោះខ្ញុំណាបើលុយមានប្រមាណហ្នឹងបើថា300ហ្នឹងគួរឲ្យ900គុណនឹង3ព្រោះម៉ោងនេះម៉ោងតាហ៊ានគាត់ពិបាកគាត់ត្រូវការទៅព្រំដែនជាប់អញ្ចឹងអត់មានពេលវេលាណាមកជួយរកស៊ីផ្គត់ផ្គង់គ្រួសារនៅសមរភូមិក្រោយទេអញ្ចឹងត្រូវបានលុយគុណនឹង3ទៅដើម្បីឲ្យគាត់មានលទ្ធភាពហ្នឹងឲ្យផ្គត់ផ្គង់នៅសមរភូមិក្រោយទៅឲ្យគាត់នឹងលះចិត្តនៅក្នុងការការពារជាតិមាតុភូមិកុំមួយថ្ងៃណាក៏ខ្វល់តែពីរឿងកាពះណាប៉ុន្តែបើស្ដាប់ទៅគឺរកម្មមែនតើឥឡូវខ្ញុំផ្ដើមពីមន្ត្រីនគរបាលចូលនិវត្តន៍ហើយមន្ត្រីនគរបាលចូលនិវត្តន៍នេះប្លែកមែនតើគឺជាអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាផ្កាប់មុខព្រោះខ្ញុំអត់ដែរស្គាល់គាត់ទេប៉ុន្តែខ្ញុំចូលទៅបើកមើល Facebook របស់គាត់ជេរមួងណារ៉េតហុយដីតែខ្ញុំមិនទៅតូមនិញទេបងប្អូនជេរមួងណារ៉េតជេរកាន់តែច្រើនកាន់តែល្អជេរចោះបើសិនជាអស់លោកគិតថាជេរនឹងបានផលសិតទៅហៅខ្ញុំអាឈួតនេះលោកម្នាក់ដែលខ្ញុំផ្សាយពីរឿងគេកាត់ប្រាក់ខែគាត់នេះណាហើយបងប្អូនប្រហែលជាសួរថាចុះបើគាត់ជេរយើងសុទ្ធតែអាឈួតអាឡប់អីអញ្ចឹងយើងទៅយកចិត្តទុកដាក់នឹងគាត់អីអត់ទេខ្ញុំអត់ចាត់ទុកថាគាត់ជាមនុស្សមានបញ្ហារឿងជេរខ្ញុំទេខ្ញុំចាត់ទុកថាគាត់គឺជាជនរងគ្រោះនៃអំពើកាត់ប្រាក់ខែដូច្នេះខ្ញុំអត់ខ្វល់ថាគាត់គ្រប់គ្រងរដ្ឋាភិបាលកម្ពុជាផ្កាប់មុខឬមិនផ្កាប់មុខទេប៉ុន្តែគាត់ជាកម្មវត្ថុនៃជនរងគ្រោះនៃការគេកាត់ប្រាក់វាវត្តគាត់ប្រាក់សោធននិវត្តគាត់ឲ្យគាត់ធ្លាប់ធ្វើជានគរបាលទៀតចឹងខ្ញុំគ្រាន់តែនិយាយដើម្បីការពារជនរងគ្រោះខ្ញុំអត់ការពារបុគ្គលដែលជេរខ្ញុំហ្នឹងទេខ្ញុំការពារភាពជាជនរងគ្រោះរបស់បុគ្គលដែលជេរខ្ញុំនេះដូច្នេះបងប្អូនការដែលគាត់ជេរខ្ញុំហ្នឹងគាត់ជេរពីរឿងណែខ្ញុំផ្សាយពីរឿងតៃវ៉ាន់ព្រោះអីកាលហ្នឹងរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតទៅប្រកាសរឿងតៃវ៉ាន់ជារដ្ឋក្រោមចំណុះរបស់ចិនជារដ្ឋតែមួយរបស់ចិនអត់មានជារដ្ឋឯករាជ្យអីទេដែលធ្វើឲ្យតៃវ៉ាន់ប្រកាសផ្ដាច់វីសាកម្ពុជាលែងឲ្យ free ដូចមុនគាត់មកថាខ្ញុំនឹងឈួតឡប់អត់ដឹងសំបីតាអាមេរិកក៏មិនគ្រប់គ្រងចិនតៃវ៉ាន់អីដែរគេគ្រប់គ្រងចិនខ្ញុំមិនដឹងថាតើគាត់បានព័ត៌មាននឹងមកពីណាទេព្រោះគោលនយោបាយអាមេរិកគឺកោះតៃវ៉ាន់គឺជាកោះឯករាជ្យហើយសំបីតែតំណាងរាស្ត្ររបស់អាមេរិកសំបីតែប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi កាលពីនៅជាគណៈបកកាន់អំណាចរបស់លោកโจ Biden គណៈបកប្រជាធិបតេយ្យធ្លាប់ធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់នឹងទៀតផងហើយទៅប្រាប់ថាបើមានការអីអាមេរិកជួយទប់តៃវ៉ាន់ការពារវាយចិនដើម្បីកុំឲ្យចិនរំលោភឈ្លានពានដែនអធិបតេយ្យកោះតៃវ៉ាន់គោលនយោបាយអាមេរិកនេះវាអត់មានដូរទេគឺនៅតែគ្រប់គ្រងឲ្យតៃវ៉ាន់គឺជារដ្ឋអធិបតេយ្យឲ្យហុងកុងជាកន្លែងអ្នកដែលមានសិទ្ធិសម្រេចខ្លួនឯងមិនត្រូវឲ្យហួងហែងពីចិនហើយគាត់មកជេរខ្ញុំថាខ្ញុំនឹងឈួតភ្លើអីចឹងតែណាហើយខ្ញុំ slash ប៉ុណ្ណឹងព្រោះអីចេះអីខ្ញុំគិតថាគាត់ដើម្បីបាយ3ពេលជួនកាលឥឡូវបាយ3ពេលគាត់នឹងខ្វះទៅទៀតខ្ញុំលើកនេះគឺដោយសារមានកណនី Facebook មួយឈ្មោះថាផុកប៊ុនថនបាទលោកផុតប៊ុនថនហ្នឹងគាត់បង្ហោះរូបកាលគាត់នៅធ្វើនគរបាលកងកម្លាំងប្រដាប់អាវុធអីអញ្ចឹងទៅហើយគាត់ដាក់អញ្ចេះហើយទៅមើលបងប្អូនទៅមើលកណនី Facebook គាត់មុនគាត់លុបចោលអាពាក្យដែលគាត់និយាយនេះព្រោះនៅហ្នឹងឯងអត់ទៅណាទេកណនី Facebook គាត់គឺឈ្មោះផុកប៊ុនថនសរសេរ PHOK BUTHAN អាចអានប៊ុនថនឬប៊ុនឋានអីយ៉ាងម៉េចប៉ុន្តែខ្ញុំអានប៊ុនថនទៅព្រោះអីពាក្យប៊ុនថនហ្នឹងវាប្រជាប្រិយព្រោះគាត់អត់មានឈ្មោះខ្មែរទេអញ្ចឹងកណនី Facebook ផុកប៊ុនថនហ្នឹងគាត់និយាយអញ្ចេះម្សិលមិញដូចខ្ញុំនិយាយចឹងថា screenshot ទុកឲ្យហើយមុនលោកផុតប៊ុនថនលុបចោលប៉ុន្តែគាត់អាចលុបចោលអានេះប៉ុន្តែគាត់នឹងមិនលុបចោលអាសារជេរខ្ញុំទេព្រោះអីគាត់សប្បាយនឹងជេរខ្ញុំហើយតែខ្ញុំនឹងរកយុត្តិធម៌ឲ្យលោកផុកប៊ុនថនចោះព្រោះអីរឿងនេះគឺជាអំពើអយុត្តិធម៌តែលោកជួនកាលដោយសារបាយ3ពេលគាត់មកជេរខ្ញុំលេងអញ្ចឹងទៅមិនអីទេជារឿងធម្មតាព្រោះមួងណារ៉េតខ្លាយជាតារាល្បីប្រចាំខែមិថុនាដែលគេជេរច្រើនជាងគេដែលអត់ធ្វើអីខុសសោះបាទគាត់ដាក់ថាចេះខ្ញុំណាចូលនិវត្តន៍ហើយប្រាក់ខែ2លានរៀលចូលនិវត្តន៍ប្រាក់ខែ2លានរៀលបងប្អូនដឹង2លានរៀលនឹងប្រមាណទេ$1ស្មើនឹង4000រៀល2លានរៀលគឺ$50ទេណាបងប្អូន
$50បើនៅអាមេរិកនេះទិញតែម្ហូបឲ្យឆ្កែស៊ីអត់គ្រប់ហងកន្លះខែគេអ្នកខ្លះទិញតែសាច់គោមួយពេលហ្នឹងអស់រហូតដល់$120ទិញឲ្យឆ្កែស៊ីតែមួយពេលទិញមកយកទៅធ្វើអីម្ហូបអ្នកខ្លះចំណាយលុយលើសត្វឆ្កែនៅសហរដ្ឋអាមេរិក$3000គ្រាន់តែឆ្កែមួយទិញម្ហូបឲ្យវាស៊ីផងឲ្យអ្នកដើរឲ្យឆ្កែដឹកឆ្កែដើរផងហើយឲ្យមានអ្នកដែលមើលថែឆ្កែនឹងម្ដងម្កាលផង$3000ឆ្កែមួយក្បាលឆ្កែឆ្មាផ្សេងទៀតអីហ្នឹងគឺមួយខែចំពោះខ្ញុំអត់ទាំងមានសัตว์ផងអត់មានសัตว์ចិញ្ចឹមតែស្រឡាញ់ឆ្មាហ្នឹងវាចេះតែមកក្បែរផ្ទះខ្ញុំមានឆ្មានៅក្បែរផ្ទះខ្ញុំ10ក្បាលប៉ុន្តែឥឡូវហ្នឹង7ក្បាលទៀតហ្នឹងចេះតែទៅមកមាន3ក្បាលទៀតដោយសារតែការអាណិតស្រឡាញ់ចេះតែដាក់ម្ហូបឲ្យវាស៊ីឥឡូវវាលែងទៅណាហ្មងអា3ក្បាលហ្នឹងវាកើតកូនពូនជាចៅទៅឲ្យគេអស់ឥឡូវនៅសល់3ហ្នឹងមកគ្រួសារហ្មងគឺម៉ែកូន2ដាក់ម្ហូបឲ្យឆ្មាហ្នឹងគ្រាន់តែទិញម្ហូបឲ្យឆ្មាហ្នឹងមួយខែក៏អស់2លានរៀលហ្នឹងឯងនេះអា2លានដែលគាត់នគរបាលចូលនិវត្តន៍ដែលគាត់ថាពេលគាត់ចូលនិវត្តន៍ទៅហ្នឹងគាត់បានប្រាក់2លានរៀលហ្នឹងគឺស្មើនឹងលុយខ្ញុំទិញម្ហូបឆ្មាដែលខ្ញុំគ្រាន់តែបរិច្ចាគផងណាម្ហូបឆ្មា3ក្បាលនេះមួយខែ2លានរៀល$50តិចណាស់សម្រាប់នៅស្រុកអាមេរិកនេះគឺជាអាហារពេលព្រឹកខ្ញុំមួយពេលដោយនឹងកាហ្វេដោយអីបើសិនជាខ្ញុំទៅហូបខាងក្រៅបន្តិចតួចនឹងលុយ tip អីផងអស់បាត់ហើយតែមួយពេលទេខ្ញុំមិនគិតថារឿងនឹងច្រើននៅស្រុកខ្មែរមន្ត្រីនគរបាលលោកផុកចន្ទថនហ្នឹងគាត់ថាលុយរត្រែតគាត់ចូលនិវត្តន៍គាត់2លានរៀលគាត់ហើយ2លានរៀលហ្នឹងថាហូបមិនគ្រាន់គាត់ថា2លានរៀលហើយនៅសល់តែ$85,000រៀលទេគេកាត់អស់ហើយបងប្អូន$85,000រៀលប្រហែលបងប្អូនដឹងប៉ុន្មានទេ80000 40000វា$10 80000វា$20 85000 $22 wait $21 កន្លះហ្នឹងគេកាត់អស់$21អញ្ចឹងលុយ$50គេកាត់អស់$21ទៀតនៅសល់ប៉ុន្មាននៅសល់$29ណាបើនិយាយពីម្ហូបឆ្មាគឺឆ្មាខ្ញុំ3ហ្នឹងគឺច្បាស់ជាខ្វះហើយបើនិយាយពីរឿងលុយគាត់នេះអាហ្នឹងគាត់និយាយនៅលើ Facebook ហើយនិយាយពីគាំទ្ររដ្ឋាភិបាលនោះផ្កាប់មុខនេះលោកផុកចន្ទថនជេរមុងណារ៉េតណាសបាយចិត្តឲ្យតែបានជេរយកទៅលេបទៅឥឡូវលោកលេបទៅអា80000អាលុយ$29ដែលលោកប្រាក់សោធននិវត្តន៍ហ្នឹងតែបងប្អូនខ្ញុំនិយាយនេះខ្ញុំនឹងអានសារគាត់ឲ្យលឺដល់រដ្ឋាភិបាលហើយសង្ឃឹមថានឹងរកយុត្តិធម៌ជូនលោកផុកចន្ទថនផងព្រោះលោកបំរើជានគរបាលនឹងយូរឆ្នាំហើយរួចតពេលចូលនិវត្តន៍ស្រាប់តែលុយនៅសល់តែគេកាត់នៅសល់សុំទោសមិនមែនគេកាត់$85,000ទេគេកាត់នៅសល់តែ$85,000គេកាត់អស់$29ហើយនៅសល់តែ$21ទេណាខ្ញុំនិយាយនឹងបច្ច្រាស់ទៀតសុំទោសអសគាត់ទៅសេថាខ្ញុំចូលនិវត្តន៍ហើយប្រាក់ខែ2លានរៀលកាត់អស់វេខ្ញុំនិយាយខុសហើយអូយខ្ញុំបកប្រែខ្មែរខុសហើយសុំទោស2លានរៀលមិន$40ខ្ញុំសុំទោសដោយសារលុយនឹងខ្ញុំគិតអត់ទាន់តាមពិត2លានរៀលគឺ$250តើបងប្អូនណានៅ$200មិនចឹងហ៎ហើយមុងណារ៉េតយ៉ាប់មែនតើណាតលតែរម៉ាស៊ីនគិតលេខជួយចាំមួយផ្លែតបងប្អូន2លានរៀល2លានរៀលចែកនឹង4000រៀលអូឈប់មែនទេប្រាក់គាត់ច្រើន$500តាសុំទោសហើយបងប្អូនខ្ញុំនិយាយខុសទៅទេតែម្ដងចឹងតួលេខម្នាក់ឯងខ្ញុំពិតជាមានការផ្លាំងផ្លាត់មែន2លានរៀលគឺមិនមែន$50ដូចខ្ញុំគិតទេបាត់លុយគាត់$400ជាងច្រើនណាសុំទោសលោកផុកចន្ទថនតាមពិតកាលតលោកធ្វើការ
គឺលោកមិនដឹងបានប្រាក់ប្រមាណទេអាចច្រើនដែរអញ្ចឹងនៅពេលដែលលោកចូលនិវត្តន៍លោកបានប្រាក់ដល់ទៅ$500ឯណោះលោកថាប្រាក់សុំទោសប្រាក់ខែគាត់$500សុំទោសម្ដងទៀតឲ្យច្បាស់លាស់ខ្ញុំម្នាក់ឯងសុទ្ធសាធហើយខ្ញុំខុសតួលេខនេះខ្ញុំពិតជាមិនមានមោទនភាពនៅក្នុងការអានតួលេខរបស់លោកចន្ទថនសោះខ្ញុំសូមកែតួលេខនេះឲ្យត្រូវណាបងប្អូនម្នាក់ឯងសុទ្ធសាធដោយសារខ្ញុំយកព័ត៌មាននេះមកហើយខ្ញុំអានលឿនពេកគិតលុយនឹងអត់តាន់ព្រោះខួរក្បាលខ្ញុំវាអត់មានអ្នកណាជួយគិតលុយគាត់2លានរៀលនេះគឺជាប្រាក់ខែកាលគាត់អត់តាន់រត្រែតអូខេម្ដងទៀតឲ្យច្បាស់លាស់ទាំងអស់គ្នាបងប្អូនណាកាលគាត់អត់តាន់រត្រែតប្រាក់ខែគាត់2លានរៀល2លានរៀលហ្នឹងស្មើនឹង$500ច្រើនគួរសមដែរបើយើងនិយាយទៅស្រុកខ្មែរស្តង់ដារប្រាក់ខែកម្មករយើងបានតែ$210អញ្ចឹងនគរបាលបាន$500បានន័យថាគាត់មានឋានៈអាចទៅជានាយជាអីការិយាល័យឬក៏អីធំមេនាយសែបអីប្រធានក្រុមអីហើយបើរីរងប្រហែលជាមិនបានដល់ប៉ុណ្ណឹងទេដឹងអញ្ចឹងបើគាត់បាន$500នៅក្នុងមួយខែបើគាត់ចូលរត្រែតជាការពិតគាត់អត់បាន500ទេអាចលុយហ្នឹងនៅសល់ត្រឹម50-60%អីចឹងអាចនៅសល់200-300ចុះអូខេ200-300ហ្នឹងក៏នៅតែតិចតួចដែរអញ្ចឹងបើយើងគិតទៅណាព្រោះគេមិនដែលឲ្យប្រាក់រត្រែតពេញដូចលុយយើងធ្វើការពេញទេអាហ្នឹងស្រុកណាក៏ដូចស្រុកណាដែរអញ្ចឹងបានន័យថាពេលដែលគាត់ធ្វើការ500រត្រែតទៅគាត់អាចនៅសល់200-300ឬក៏200អីអញ្ចឹងទៅឬក៏ពាក់កណ្ដាលហ្នឹងឥឡូវគាត់ថាអាលុយរត្រែតហ្នឹងណាគេកាត់អស់ហើយនៅសល់តែ$21ទេគឺនៅសល់តែ85,000អាហ្នឹងក៏តាមមិនត្រូវខ្ញុំអានខុសទៀតអូថ្ងៃនេះខ្ញុំធ្វើ show ក្លុកបងប្អូនតិចហើយលុយគាត់មិនមែនសល់85,000ទេលុយគាត់នៅសល់850,000អូខេ good ឥឡូវខ្ញុំដឹងកាន់តែច្បាស់ហើយបូកលេខឲ្យគាត់ម្ដងទៀតមួងណារ៉េតអើយថ្ងៃនេះយើងពិបាកបន្តិចហើយ85,000តាមពិត850,000អូខេឥឡូវកាន់តែច្បាស់ហើយណាបងប្អូនចែកនឹង4,000គាត់នៅសល់$210ត្រូវហើយអញ្ចឹងកាន់តែច្បាស់ហើយអញ្ចឹងបានន័យថាប្រាក់ខែលោកផុកចន្ទថនធ្វើការ$500កាលគាត់នៅអត់ទាន់រត្រែតពេលចូលរត្រែតគឺបានន័យថាគេឲ្យមិនដឹងប្រមាណទេប៉ុន្តែគេកាត់អស់ហើយនៅសល់$212ប្រើនឹងស្មើនឹងប្រាក់កម្មករកាត់ដេរលើសប្រាក់កម្មករកាត់ដេររាល់ថ្ងៃ$2ព្រោះអីប្រាក់ខែកម្មករកាត់ដេរបានតែ$210ទេ$200បងប្អូនដំបូងខ្ញុំខំតាខកចិត្តដែរព្រោះបើគាត់ថានៅសល់80,000អត់បានម្ហូបឆ្មាខ្ញុំមួយបាវផងព្រោះ$50ប៉ុន្តែឥឡូវនៅសល់$200ដែរបងប្អូនសាកគិតទៅមើលមនុស្សចូលធ្វើការ500ដល់ពេលហើយចូលរតែតបាន$200ធ្វើអីគេដែរ$200នោះបើយើងគិតទៅវាលើសពីអាម្ហូបឆ្មាខ្ញុំបាន5បាវដែរមិនអញ្ចឹងប៉ុន្តែ$200ទៅធ្វើអីនៅស្រុកខ្មែរស្មើនឹងប្រាក់ខែមួយថ្ងៃដែលប្រជាពលរដ្ឋខ្មែរនៅអាមេរិកធ្វើការដែរដូច្នេះលោកចន្ទថនគាត់លើកឡើងហ្នឹងគាត់អាចវេទនាដែរនៅដដែលអញ្ចឹងគាត់ថាខ្ញុំចូលនិវត្តន៍ឲ្យប្រាក់ខែដំបូង$500គឺ2លានរៀលឥឡូវនៅសល់តែ850,000រៀលទេបានន័យថានៅសល់តែ$212ទេគេកាត់អស់ហើយពេលចូលនិវត្តន៍នៅសល់ប្រាក់ខែគោល1លានដែរតែប្រាក់ខែគោលត្រូវកាត់ទៀតអញ្ចឹងបានន័យថាពេលដែលចូលនិវត្តន៍ហ្នឹងគឺគាត់នៅប្រាក់គោលគាត់ប្រហែលជា250ឥឡូវគេកាត់ចុះកាត់ឡើងនៅសល់$210ជាងហ្នឹងសំដែលអ្វីដែលគាត់និយាយហើយចុងក្រោយសឹងតែអស់ទៅហើយជីវិតចុងក្រោយផ្ទះសម្បែងក៏គ្មាននៅលុយនៅសល់តិចតួចខ្លួនកាន់តែចាស់តើរស់ដោយរបៀបណានេះជាសំណួររបស់គាត់អើយណាស់ហើយលោកផុកចន្ទថនផុកបន្ថនខ្ញុំសុំទោសដែលខ្ញុំអានតួលេខនេះគឺវាឆ្លោះឆ្លួយបន្តិចហើយបងប្អូនទាំងអស់ខ្ញុំសូមអធិស្ឋានដូចខ្ញុំនិយាយចឹងព័ត៌មាននេះឆៅដែរយកមកអានផ្ទាល់ហើយធ្វើការវិនិច្ឆ័យអីមានការឆក់ល្វែងតិចតួចខ្ញុំសូមអធិស្ឋានតែឥឡូវគឺប្រាក់ខែគាត់គឺ500ពេលដែលរត្រែតគឺនៅសល់250ឥឡូវគេកាត់អស់ហើយនៅសល់តែ$210អីតែប៉ុណ្ណឹងទេគាត់ថាផ្ទះក៏គ្មាននៅអីក៏គេកាត់គេអីទៀតឲ្យខ្លួនកាន់តែចាស់តើគាត់រស់ដល់របៀបណាខ្ញុំថាលោកផុកចន្ទថនអាចទៅសួរលោកមុំសំណងដូអារឿងខ្ញុំរស់រហូតដល់ពេលណាព្រោះសួរលោកមុំសំណងដូមកគាត់រស់យ៉ាងម៉េចទៅវិញបាទឥឡូវនេះខ្ញុំស្លេះលោកផុកចន្ទថនប៊ុនថនមានតែហ៊ានជួមុខគាត់
តវ៉ាឥឡូវហ្នឹងផ្ទុះការតវ៉ារបស់ទាហានជួរមុខមួយចំនួនដែរតែគ្នាមិនហ៊ាននិយាយទេគ្នាផ្ដាំផ្ដាច់ឲ្យថាកុំផ្សាយឲ្យសោះកុំឲ្យលឺសំឡេងលឺអីហ្នឹងងាប់ហើយគេចាប់ធ្វើបាបងាប់ខ្ញុំក៏គិតថាមិនចង់ផ្សាយដែរប៉ុន្តែខ្ញុំមិនផ្សាយឈ្មោះមិនផ្សាយអីគាត់ទេព្រោះអីគ្រាន់តែនិយាយពីបញ្ហាដែលកើតមានឡើងចំពោះពួកគាត់ទៅគាត់ប្រាប់ថាទាហានជួរមុខនាំគ្នាតវ៉ារឿងលុយគេកាត់លុយម្ហូបហូបមិនគ្រប់ម្ហូបក៏អត់ឆ្ងាញ់កេងប្រវាញ់លុយអីវ៉ាន់អំណោយទុកទាល់តែចិត្តហួសដលេទៅឲ្យហូបអីអញ្ចឹងទៅគាត់ថាឥឡូវគេកាត់លុយម្នាក់$210,000ដុល្លារទៀតហើយមួងណារ៉េត$210,000រៀលគេកាត់លុយ$210,000រៀលហ្នឹងគឺអឺគេកាត់សម្រាប់ថ្លៃម្ហូបមិនដឹងប្រាក់ខែគាត់ប្រមាណទេលោកហើយគេកាត់$210,000រៀលសម្រាប់ថ្លៃម្ហូបចឹងគាត់លូរទាំថាឥឡូវអាកាត់ថ្លៃម្ហូបហើយម្ហូបហូបមិនគ្រប់ហើយមិនឆ្ងាញ់អីអញ្ចឹងថ្នាក់អីអញ្ចឹងទៅបងប្អូនតាមពិតរឿងនេះមិនមែនជាលើកដំបូងដែលខ្ញុំឮទេប៉ុន្តែដោយសារផ្ញើដដែលអញ្ចឹងខ្ញុំក៏ផ្សាយទៅក្នុងន័យមិនមែនបំបាក់ទឹកចិត្តកងទ័ពថាបញ្ហាកងទ័ពយើងមានអីទេខ្ញុំគ្រាន់តែចង់លើកទឹកចិត្តឲ្យក្រសួងមន្ទីរក្រសួងការពារជាតិបើបានឮដំណឹងនេះហើយលោកពង្រឹងកិច្ចការនឹងបន្ថែមទៀតអាណិតកងទ័ពយើងព្រោះលោកតស៊ូនៅសមរភូមិមុខលោកលំបាកណាស់ដូច្នេះខ្ញុំមិនមានចេតនាអីទៅបំបាក់ស្មារតីកងទ័ពអីទេគឺចង់ឲ្យស្មារតីកងទ័ពហ្នឹងរឹងប៉ឹងមានម្ហូបមានទឹកមានអីបរិភោគគ្រប់គ្រាន់មានស្បៀងអាហារអីយកចិត្តទុកដាក់បន្ថែមតែប៉ុណ្្នឹងឯងហើយចំពោះខ្ញុំវិញកុំថាឡាយកាត់ថ្លៃម្ហូបបើថាប្រាក់គាត់300ឲ្យគាត់800 900ទៅក្នុងរយៈពេលនេះលំបាកណាស់អ្នកនៅផ្សាយត្រៀមជួរមុខនោះវាមិនស្លាប់ទេរត់យើងក្រមកអាយុហើយបើសិនជាក្រដោយសារចែកទាហានក៏ក្រចោះឲ្យទាហានគ្នាបានហូបដែរហើយខ្ញុំនៅតែលើកចិត្តថាបើរត់យើងមានលុយទាហានដែលពាក់លីម្នាក់$1លានទៅក្រុមគ្រួសារហ្នឹងហើយអ្នកដែលរបួសម្នាក់កន្លះលានទៅឲ្យចាយជីវិតចុងក្រោយឲ្យផ្អែមមាត់ដែរព្រោះអីពិបាកយូរហើយក៏មិនក្ររត់អីប្រមាណដែរព្រោះយើងចាពាក់គេវាន់កហើយយើងចាពាក់គេណានៃយើងយើងមិនដែលទាំងបានយកលុយហ្នឹងយកមកចាយ1រៀលហើយយើងចាពាក់គេដែរទៅហើយចាពាក់គេ$13,000លានសងតការប្រាក់គេមួយឆ្នាំ100លានជាងហើយមន្ត្រីរាជការក្រសួងមន្ទីរហ្នឹងបើកចោលលុយរាប់ពាន់លានដុល្លារគ្រាន់តែបើកចោលប្រាក់ខែហ្នឹងបើកាត់ពាក់កណ្ដាលទៅសល់លុយ500លានជាងនៅក្នុងមួយឆ្នាំយកទៅចែកទាហានក៏អត់ក្រដែរអាហ្នឹងបើតាមដែលយើងគិតទៅណាចឹងជួយមើលគាត់ឲ្យមែនតើបាទឥឡូវបញ្ចប់ហើយបងប្អូនតាក់តងនឹងព័ត៌មាន2 3ទៀតគឺលោកស្រីមុំសុវត្ថិនបំភ្លឺរឿងសហជីពបុគ្គលិកខ្មែរក្រុមហ៊ុន Nagavel ដែលថាលោកស្រីពាក់ព័ន្ធនឹងរឿងនយោបាយតាមពិតតាក់តងនឹងលោកស្រីមុំសុវត្ថិននេះគឺខ្ញុំមែនតើគឺពិតជាបានសន្យាជាមួយគាត់ថានឹងសម្ភាសគាត់ដើម្បីស្ដាប់មតិរបស់គាត់ពីជ្រុងមួយខាងទៀតក្រោយខាងណែសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុន Nagavel ឬហៅកាត់ជាភាសាអង់គ្លេសថា LRSU ដែលដឹកនាំដោយកញ្ញាឈឹមស៊ីធនោះបានចេញលិខិតបញ្ជាក់អំពីជំហររបស់សហជីពនេះកាលពីថ្ងៃទី20ខែកក្កដាឆ្នាំ2026ដោយលើកឈ្មោះចំហ្មងគឺលើកឈ្មោះរបស់លោកស្រីមុំសុវត្ថិនហ្នឹងដោយខាងសហជីពនេះថាចូលរួមធ្វើសកម្មភាពនយោបាយឬក៏បម្រើនិន្នាការនយោបាយដែលប៉ះពាល់ដល់គោលការណ៍របស់សហជីពនៅក្នុងការតវ៉ាសម្រាប់សិទ្ធិកម្មករនៅបុគ្គលិកនៅ Nagavel អីអញ្ចឹងទៅខ្ញុំថាសម្ភារគាត់ដែរប៉ុន្តែរវល់ហើយខ្ញុំក៏សូមអធិស្ឋានទៅលោកស្រីមុំសុវត្ថិនដោយស្មោះអស់ពីដួងចិត្តដែរតែខ្ញុំរវល់មែនតើខ្ញុំរកតែពេលញ៉ាំបាយមើលឡើងបានហើយខ្ញុំពិតជាទុករឿងនេះយូររហូតដល់តែលោកស្រីចេញវីដេអូផ្សាយខ្លួនឯងខ្ញុំក៏បានស្រង់សម្ដីនេះយកមកផ្សាយហើយខ្ញុំនៅតែបើមានឱកាសគឺខ្ញុំនឹងសម្ភាសគាត់ព្រោះអីនៅក្នុងការវិភាគសម្ភាសរបស់ខ្ញុំនេះគឺអត់មានសោះគឺខ្ញុំជាប់សម្ភាសភ្ញៀវរហូតគ្រប់ពេលដែលកក់ទុកយូរហើយដូច្នេះខ្ញុំអត់ទាន់បានសម្ភាសភ្ញៀវអស់ទៅទៀតនៅសល់4 5នាក់ទៀតអីណោះអញ្ចឹងខ្ញុំនឹងសន្យាថានឹងសម្ភាសគាត់ដែរប៉ុន្តែយ៉ាងណាបងប្អូនឥឡូវស្ដាប់មតិរបស់គាត់វិញគាត់បានធ្វើវីដេអូផ្សាយផ្ទាល់មុននេះប្រហែលជា3-4ម៉ោងដែលគាត់បានលើកឡើងមែនតើទៅជាចំហរបស់គាត់គាត់ថាអញ្ចេះគាត់ថាលោកស្រី
មុំសុវត្ថិនបងប្អូនខ្ញុំជម្រាបបងប្អូនឲ្យស្គាល់លោកស្រីមុំសុវត្ថិននឹងជាអ្នកណាសិនតាមពិតលោកស្រីមុំសុវត្ថិនគឺជាបុគ្គលិកខ្មែរនៅក្រុមហ៊ុន Naga World ហ្នឹងដែលរងការធ្វើទុកបុកម្នេញផ្នែកសិទ្ធិហ្នឹងគាត់ចេញតវ៉ាជាង4ឆ្នាំដែរហើយគឺតវ៉ាទាំងអស់គ្នាជាមួយនឹងក្រុមអ្នកតវ៉ាហ្នឹងឃើញគាត់លើកបដាតវ៉ាច្រើនស្ទើរតែរាល់ថ្ងៃស្ទើរតែរាល់សប្តាហ៍ហើយឃើញមុខគាត់រាល់តែពេលដែរទេហើយខ្ញុំក៏កោតសរសើរនៅការខំប្រឹងតស៊ូទាំងភ្លៀងទាំងរាំងទាំងខ្យល់នៅមុខតល Naga World ដែលត្រូវអាជ្ញាធរធ្វើទុកបុកម្នេញគ្រប់ពេលលោកស្រីមុំសុវត្ថិននេះគឺក្រៅពីការតវ៉ានៅ Naga World ក៏ឃើញគាត់ចូលរួមសកម្មនៅក្នុងការតវ៉ាដោយពេលដែលថៃឈ្លានពានកម្ពុជាគឺតវ៉ានៅមុខស្ថានទូតអាមេរិកដាក់បដាតវ៉ាកុំឲ្យ F16 អាមេរិកទម្លាក់គ្រាប់លើទាហានខ្មែរអាហ្នឹងក៏គាត់ឃើញតវ៉ាតាក់ទងនឹងសកម្មជនបរិស្ថានគឺមេដាធម្មជាតិរឿងស្ទាឲ្យដោះលែងអ្នកទាំង5ក៏ឃើញគាត់ចូលរួមដែរតវ៉ារឿងតាក់ទងនឹងលោករងឈុនដែលគេរំលោភបំពានសិទ្ធិនយោបាយរបស់លោកក៏ឃើញកញ្ញាលោកស្រីមុំសុវត្ថិនអាសាចូលរួមដែរតាមពិតគួរឲ្យកោតសរសើរដែរដែលគាត់ដូចថាមានស្មារតីក្នុងការជួយតវ៉ាទាមទារសិទ្ធិលើសពីបន្ទាត់នៃក្រមរបស់សហជីពមែនក៏ប៉ុន្តែជាសិទ្ធិរបស់បុគ្គលរបស់គាត់គាត់អាចធ្វើបានទេនៅក្នុងនេះបើយើងនិយាយពីសិទ្ធិរបស់បុគ្គលនៅក្នុងការចូលរួមនៅក្នុងការតវ៉ាបញ្ចេញសិទ្ធិអីគឺជាការធ្វើបានគ្រាន់តែថារឿងដែលសមាគមឬក៏សហជីពគេលើកឡើងនេះប្រហែលតាក់ទងនឹងរឿងការទំនាស់ផលប្រយោជន៍រវាងមុខមាត់របស់សហជីពហើយនឹងការចូលរួមជីវភាពនយោបាយបានជាចេញញត្តិបែបនេះអញ្ចឹងដោយសារតែការចេញការតវ៉ានៅក្នុងសហជីពហ្នឹងក៏មាននៅក្នុងរឿងនយោបាយរឿងតវ៉ាសិទ្ធិមនុស្សរឿងព្រំដែនរឿងអីអញ្ចឹងហើយទើបញត្តិនេះទើបការតវ៉ារបស់លោកស្រីសុវត្ថិននេះត្រូវបានសហជីពបុគ្គលិក Naga World ដែលដឹកនាំដោយកញ្ញាឈឹមស៊ីធមានអនុប្រធានឈឹមសុខននិងឃ្លាំងសុបិនហ្នឹងក៏ចេញសេចក្តីថ្លែងការណ៍លិខិតចំហបញ្ជាក់ចំហនេះខ្ញុំអានតែកថាខណ្ឌទី3នៃលិខិតចំហចុះថ្ងៃលិខិតបញ្ជាក់ចំហរបស់សហជីពត្រួតត្រងសិទ្ធិកម្មកររបស់កញ្ញាឈឹមស៊ីធត្រឹមកថាខណ្ឌទី3តែប៉ុណ្ណោះគាត់និយាយថាយោងតាមលក្ខន្តិកៈសហជីពប្រការ5.4កំណត់ថាសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Naga World មិនចូលរួមធ្វើសកម្មភាពនយោបាយឬបម្រើនិន្នាការនយោបាយណាមួយឡើយហើយដូច្នេះសកម្មភាពពេលកន្លងមករបស់ឈ្មោះមុំសុវត្ថិនដែលតែងតែធ្វើសកម្មភាពតាមគំនិតបុគ្គលផ្ទាល់ខ្លួននិងមិនគោរពសេចក្តីសម្រេចរបស់ក្រុមធំពិសេសការចូលរួមព្រឹត្តិការណ៍នានារួមមានការជួបប្រជុំរបស់គណៈបកនយោបាយជាដើមនោះមិនឆ្លុះបញ្ចាំងពីគោលការណ៍និងឆន្ទៈរបស់សហជីពនោះឡើយបាទនេះគឺជាការដែលសហជីពប្រហែលជាចង់ការពារខ្លួនកុំឲ្យរដ្ឋាភិបាលយកលេសបង្ក្រាបសហជីពនេះថាមានសមាជិកសហជីពចូលរួមក្នុងកិច្ចការនយោបាយធ្វើឲ្យការតស៊ូនៅ Naga World ហ្នឹងคล้ายទៅជារឿងនយោបាយដែលធ្វើឲ្យបរាជ័យអីចឹងក៏ថាបានប៉ុន្តែឥឡូវស្ដាប់លោកស្រីមុំសុវត្ថិនក៏បំភ្លឺគាត់ថាអឺគាត់មិនបានធ្វើខុសគោលការណ៍តវ៉ារបស់សហជីពបុគ្គលិក Naga World ទេលោកស្រីបង្ហាញភាពសោកស្ដាយនិងខកចិត្តដោយថាដែលសហជីពអត់ដែលហៅគាត់ទៅអប់រំណែនាំសួរនាំអីមុនសោះស្រាប់តែមកចេញលិខិតប្រកាសឈ្មោះគាត់ថាប៉ះពាល់នឹងការរំលោភគោលការណ៍របស់សហជីពគាត់ថាបើសិនជាគាត់បានដឹងមុនគាត់មិនធ្វើដូច្នេះទេពួកបើណែនាំហៅគាត់ទៅសួរមុនមុននឹងចេញលិខិតនេះគឺជាការល្អអីដែរគាត់ខកចិត្តអញ្ចឹងហើយគាត់បញ្ជាក់ថាគាត់មិនបានចូលរួមនយោបាយជាមួយបកកាន់អំណាចឬក៏មិនចូលរួមនយោបាយជាមួយបកប្រឆាំងគាត់មិនចូលរួមឬក៏គាត់ធ្លាប់គ្រប់គ្រងមែនក៏ប៉ុន្តែគាត់គ្រប់គ្រងសកម្មជនឬក៏ស្អីស្អីនោះដែលការចូលរួមគឺក្នុងនាមជាបុគ្គលផ្ទាល់ខ្លួនគាត់ប្រាប់ចេះគាត់ថាគាត់ចូលរួមក្នុងជាបុគ្គលផ្ទាល់ខ្លួនអត់ដែលទៅប្រាប់ថាគាត់ទៅតំណាងឲ្យសហជីពត្រួតត្រងសិទ្ធិពលករកម្មករខ្មែរបុគ្គលិកខ្មែរនៅ Naga World នឹងអីអញ្ចឹងទេដូច្នេះគាត់នៅតែប្រើភាសាគាត់នៅតែអំពាវនាវថាគាត់តស៊ូណាស់គាត់តស៊ូយូរឆ្នាំម្ដាយចាស់ជរាកូនតូចលះបង់មិនដែលលក់ក្បាលឬក៏មិនដែលដូចថាធ្វើដើម្បីល្បី
ដើម្បីឲ្យមានតម្លៃខ្លួនត្រូវគេទិញលក់ដូរអីទេគាត់នៅតែជាគាត់ហើយគាត់មិនក្បត់មនសិការអីអញ្ចឹងហើយគាត់នៅតែបន្តប្រាប់ថាការដែលតវ៉ាកន្លងមកហ្នឹងកន្លែងខ្លះដែលគាត់ធ្វើនោះគឺក្រៅពីការតវ៉ាក្នុងសហជីពនេះគឺគាត់ធ្វើក្នុងនាមជាបុគ្គលផ្ទាល់ខ្លួនបាទនេះគឺជាការបកស្រាយរបស់លោកស្រីមុំសុវត្ថិនក៏ថាសហជីពទ្រទ្រង់ពលករខ្មែរនៅ Nagawal ដែលដឹកនាំដោយកញ្ញាឈឹមស៊ីធអត់ដែលពីគ្រោះប្រាប់គាត់មុនសោះដល់ពេលខុសចេញជាអញ្ចឹងមកតែម្ដងដែលគាត់ខកចិត្តតើរឿងនេះវាយ៉ាងម៉េចទៅវិញបងប្អូនខ្ញុំនឹងសម្ភាសលោកស្រីមុំសុវត្ថិនបន្ថែមទៀតក៏ប៉ុន្តែនៅពេលដែលឃើញបទបង្ហាញឬការឆ្លើយរបស់លោកស្រីមុំសុវត្ថិននេះខ្ញុំក៏បានតាក់ទងទៅសួរកញ្ញាឈឹមស៊ីធភ្លាមនោះដែរដើម្បីសួរថាតើយល់យ៉ាងដូចម្ដេចចំពោះការលើកឡើងអំពីការចេញលិខិតស្ដីបន្ទោសទៅដល់សមាជិករបស់សហជីពទាំងមិនដែលបានណែនាំទាំងមិនដែលប្រាប់ហើយសូម្បីតែលោកស្រីមុំសុវត្ថិនថាអត់ដែលបានដឹងថាគោលការណ៍ហ្នឹងវាមានអញ្ចឹងអីខុសអញ្ចឹងទេព្រោះគេអត់ដែលហៅទៅណែនាំផងចំពោះខ្ញុំមុននឹងនិយាយអំពីអ្វីដែលកញ្ញាឈឹមស៊ីធនឹងបកស្រាយតាមការសម្ភាសរបស់ខ្ញុំមុននេះខ្ញុំមិនបានសម្ភាសគាត់វែងទេគ្រាន់តែសុំការឆ្លើយតបខ្លីសិនទេគឺខ្ញុំចង់និយាយថាវាជាការខុសទំនងមែនតើហើយព្រោះយើងអត់អាចទៅស្ដីបន្ទោសកូនចៅឬក៏អាចទៅចាប់ពីនៃអ្នកណាម្នាក់ពីបទរំលោភច្បាប់ចរាចរណ៍ឬក៏ធ្វើខុសច្បាប់អីមួយឬក៏ប្រព្រឹត្តអំពើមិនគប្បីណាមួយក្នុងគ្រួសារនៅក្នុងសង្គមអីបានទេបើយើងអត់ដែលប្រាប់ថាអានោះគឺជាអំពើខុសអត់ដែលបានមកណែនាំអត់ដែលបានចេញច្បាប់អត់ដែលបានដាក់ស្លាកប្រាប់ថាមិនឲ្យបើកលឹះទៅលបឿនអីចឹងបើសិនជាយើងធ្វើដូច្នេះមែនគឺជាការផ្ទុយទៅនឹងគោលការណ៍យុត្តិធម៌សច្ចធម៌ហើយតែយ៉ាងណាអ្វីដែលកញ្ញាឈឹមស៊ីធប្រាប់មកខ្ញុំវិញថាអ្វីដែលលោកស្រីមុំសុវត្ថិនលើកឡើងនេះគឺមិនស្របទៅតាមមិនដូចការពិតទេកញ្ញាឈឹមស៊ីធដែលជាតំណាងសហជីពហ្នឹងថាលោកស្រីមុំសុវត្ថិននេះគឺកិច្ចមិនចូលតាមការបំភ្លឺសំទោសសុំឲ្យទៅប្រជុំច្រើនលើកហើយតាំងពីនៅក្នុងពន្ធនាគារបានន័យថាតាំងពីកញ្ញាឈឹមស៊ីធជាប់ពន្ធនាគាររហូតដល់ចេញមកវិញសុំឲ្យកញ្ញាលោកស្រីមុំសុវត្ថិននិងក្រុមដែលដឹកនាំការតវ៉ារបស់ខ្លួនប្រមាណអ្នកទៀតនោះឲ្យមកជួបជាមួយនឹងតំណាងសហជីពដើម្បីនិយាយអំពីគោលការណ៍រួមជាជាងធ្វើអ្វីខុសប្រាជ្ញាពីគោលការណ៍រួមប៉ុន្តែកញ្ញាឈឹមស៊ីធបកស្រាយមកថាលោកស្រីឈឹមសំទោសមុំសុវត្ថិននេះគឺមិនដែលចូលរួមប្រជុំដើម្បីដោះស្រាយទេទើបតម្រូវឲ្យបង្ខំចិត្តដែលខាងសហជីពត្រូវចេញលិខិតនេះដើម្បីការពារខ្លួនបងប្អូនរឿងនេះគឺវាអាចវែងឆ្ងាយទៀតហើយព្រោះអីភាគីទាំងសងខាងមានអំណះអំណាងរៀងខ្លួនហើយខ្ញុំសង្ឃឹមថាពួកគាត់នឹងមានដំណោះស្រាយខ្ញុំមែនតើទៅគឺមានភារកិច្ចនៅក្នុងគ្រាន់តែស្ដាប់មួយខាងនោះហើយមួយខាងទៀតគេឆ្លើយតបតែប៉ុណ្ណឹងមានអីដែលត្រូវសម្ភាសបន្ថែមអីយ៉ាងម៉េចខ្ញុំនឹងតាក់ទងពួកគាត់តាមការគួរតែនេះព័ត៌មានបឋមមានតែប៉ុណ្ណឹងសិនបងប្អូនបាទឥឡូវនេះចូលដល់រឿងបន្តទៅទៀតហើយរឿងអកុសលដែរ Nagawal រងគ្រោះអត់ទាន់បានយុត្តិធម៌ពីតកែ Nagawal 4ឆ្នាំជាងឥឡូវគាត់មានបញ្ហាផ្ទៃក្នុងរបស់គាត់ហើយរឿងនេះគឺជារឿងរកម្មចិត្តណាស់បងប្អូននៅពេលដែលជនរងគ្រោះដូចគ្នាចាប់ផ្ដើមមានបញ្ហាជាមួយគ្នាអាហ្នឹងគឺយើងទៅរកបរាជ័យទាំងអស់គ្នាហើយសូមឲ្យគាត់រកចម្លើយឲ្យបានឆាប់ដំណោះស្រាយឲ្យបានឆាប់បាទឥឡូវចូលដល់ព័ត៌មាន3 4ចុងក្រោយទៀតបញ្ចប់ព័ត៌មានមួយទៀតតាក់ទងនឹងរឿងក្រោយផឹកតែចត់បណ្ឌិតញិលរដ្ឋាបដូរសរសើរលោកហ៊ុនម៉ាណែតមិនដាច់ពីមាត់បាត់បណ្ឌិតញិលរដ្ឋាមួយបាត់អារឿងស្អីគេអ្នកចៅទូកនឹងបណ្ឌិតស្អីហ្នឹងផ្អើលជុំទឹះអញ្ចឹងទៅលោកញិលរដ្ឋានិយាយពីរិះគន់រដ្ឋាភិបាលកម្ពុជាអំពីបញ្ហាខ្មែរយើងថាយើងចាញ់គ្រប់សមរភូមិហើយយើងគ្មានប្រៀបគេចង់និយាយថាយើងគ្មានប្រៀបទេគាត់មិនថាចាញ់ទេយើងគ្មានប្រៀបជាមួយថៃទេស្ទើរតែគ្រប់សមរភូមិតែតកតងនឹងរឿងស្អីហ្នឹងឲ្យយើងទទួលស្គាល់ការពិតដោយសារតែមតិរបស់គាត់ហ្នឹងគឺត្រូវបានគេរិះគន់ស្រោចដែលខ្ញុំនិយាយថាបណ្ឌិតដែលនៅសល់ដែលចុងក្រោយហ៊ានរិះគន់រដ្ឋាភិបាលហ្នឹងស្ទើរតែផុតពូជនៅសល់លោកបណ្ឌិតញិលរដ្ឋាមកពីរុស្ស៊ីនឹងមួយដល់ឥឡូវ
គេហៅទៅផឹកតែទៅលោកហ៊ុនម៉ាណែតហៅផឹកតែ2ម៉ោងមកវិញសរសើរលោកហ៊ុនម៉ាណែតគ្រប់មាត់បាទយើងបាត់លោកបណ្ឌិតញ៉លរដ្ឋាទៀតហើយតែកុំឆ្ងល់អីបងប្អូនកុំទៅចាក់តាមធ្វើទុកបុកម្នេញលោកបណ្ឌិតញ៉លរដ្ឋាអីមិនយើងចង់ឲ្យលោកបណ្ឌិតញ៉លរដ្ឋានឹងដូចលោកបណ្ឌិតកែមលីដែរហ៎មិនយើងតតែស្លាប់អញ្ចឹងបានយើងគិតថាស្នេហាជាតិអីឥឡូវហ្នឹងគឺគាត់រស់ទៅនឹងអង្គុយបញ្ចេញមតិអីបើថាគាត់ជួបលោកហ៊ុនម៉ាណែតហើយសរសើរលោកហ៊ុនម៉ាណែតបានន័យថាបណ្ឌិតញ៉លរដ្ឋារស់ហើយគាត់ថារស់តែព្រលឹងទេរស់តែរាងកាយសំទោសរស់តែរាងកាយទេព្រលឹងគាត់គឺចុះស៊ីផលិតបាត់អស់ហើយម៉ោងនេះប្រជាពលរដ្ឋគឺបានន័យថាបាត់លោកបណ្ឌិតញ៉លរដ្ឋាពីពិភពផែនដីនេះបាត់ទៅហើយនេះគឺខ្មែរយើងអញ្ចឹងអាក្រក់អញ្ចឹងតែស្រឡាញ់ហួសតែស្អប់ជ្រុលដែរតែខ្ញុំលើកទឹកចិត្តឲ្យបងប្អូនកុំទៅរត់ធ្វើទុកបុកម្នេញលោកញ៉លរដ្ឋាអីគាត់នៅស្រុកខ្មែរគាត់មានកូនចៅគាត់មានក្រុមគ្រួសារគាត់មានរបរទទួលទានដូច្នេះការនិយាយហ្នឹងតែពេលគាត់និយាយពិតឬនិយាយមួយចំនួនហ្នឹងតែវាគេហៅ self censorship គឺគាត់រឹតបន្តឹងខ្លួនឯងតែគេរិះគន់បែបនេះថ្នាក់ដឹកនាំដោយលោកហ៊ុនសែនផងលោកហ៊ុនម៉ាណែតហើយថាគាត់អាចរស់បានដែរទេដូច្នេះបើមិនចូលទៅរណប់និងសរសើរគេវិញតើឲ្យគាត់រស់បានដល់ពេលណាហើយយើងទៅបន្ទោសគាត់ធ្វើអីបើយើងជាគាត់តើយើងធ្វើយ៉ាងម៉េចវាពិបាកអញ្ចឹងណាបងប្អូនស្រុកយើងវាអញ្ចឹងខ្ញុំនៅតែប្រាប់ថាបងប្អូនឲ្យអហោសកម្មឲ្យលោកបណ្ឌិតញ៉លរដ្ឋាហ្នឹងគាត់បន្តបញ្ចេញមតិទៅតាមការគួរទៀតទៅបងប្អូនស្ដាប់ឬមិនស្ដាប់ស្រេចតែចិត្តបងប្អូនទេគ្រាន់តែថាដោយលោកបណ្ឌិតសេងសេរីអញ្ចឹងគឺនៅពេលដែលលោកទៅជាប់ពាក់ព័ន្ធនឹងធ្វើជាអនុក្នុងអីរបស់លោកហ៊ុនសែនឥឡូវលោកខំប្រឹងយ៉ាងណាក៏លំបាកដូចលីថ្មឡើងភ្នំអញ្ចឹងបងប្អូនពិបាកណាស់តែខ្ញុំក៏សរសើរទឹកចិត្តលោកសេងសេរីដែរដែលខំប្រឹងមួយថ្ងៃគឺដើម្បីស្ដារកិត្តិយសកេរ្តិ៍ឈ្មោះនឹងការទុកចិត្តពីប្រជាពលរដ្ឋយើងឡើងវិញប៉ុន្តែបើសិនជាលោកនៅតែខំប្រឹងបែបនេះសង្ឃឹមថាថ្ងៃណាមួយប្រហែលជាប្រជាពលរដ្ឋខ្មែរឲ្យឱកាសគាត់ជាលើកទី2ក៏ថាបានតែលោកបណ្ឌិតញ៉លរដ្ឋាពេលដែលគាត់ជួបលោកហ៊ុនម៉ាណែត2ម៉ោងហ្នឹងគាត់ថាម៉េចទេជាកិត្តិយសនិងក្តីរំភើបយ៉ាងជ្រាលជ្រៅបំផុតខ្ញុំបាទសូមសម្ដែងនៅសេចក្តីគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃដ៏ខ្ពង់ខ្ពស់ផ្ដល់កិត្តិយសអញ្ជើញខ្ញុំបាទចូលជួបសម្ដែងការគួរសមពិភាក្សាសិក្សានិងស្រាវជ្រាវយ៉ាងស៊ីជម្រៅប្រហែលជាង2ម៉ោងនិងបានអញ្ជើញពិសាអាហារថ្ងៃត្រង់ប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងកក់ក្ដៅបំផុតកាលពីថ្ងៃច័ន្ទទី20ខែកក្កដាឆ្នាំ2026កន្លងទៅអឺហ្នឹងហើយចឹងទៅគាត់សរសើរអំពីភាពអស្ចារ្យរបស់លោកហ៊ុនម៉ាណែតពីទំព័រខ្ញុំគ្មានពេលនឹងបញ្យល់បងប្អូនឲ្យអានទេបងប្អូនចូលទៅមើលគេហទំព័រ Facebook របស់លោកញ៉លរដ្ឋាទៅបងប្អូននឹងបានឃើញគាត់សរសើរលោកហ៊ុនម៉ាណែតយ៉ាងណាហើយគឺជាមេដឹកនាំល្អឥតខ្ចោះបាទដីបាត់អស់73កន្លែងទៅហ៊ានបាក់ទ័ពគ្រប់សមរភូមិscam online ហ្នឹងក៏ក្រើកបញ្ហាអំពើពុករលួយទេសចរធ្លាក់50%សេដ្ឋកិច្ចធ្លាក់មកនៅ3%ឥឡូវនេះគឺលោកហ៊ុនម៉ាណែតគឺជាអតិទេពរបស់លោកញ៉លរដ្ឋាបាទតែប៉ុណ្្នឹងឯងយើងស្រុកខ្មែរយើងវាអភ័ព្វតែប៉ុណ្្នឹងឯងហើយសួរថាតើលោកហ៊ុនម៉ាណែតហ្នឹងគេត្រូវការស្ដាប់បណ្ឌិតញ៉លរដ្ឋានឹងស្អីបណ្ឌិតគេអញ្ជើញនៅស្រុកខ្មែរគេមានប្រាក់ខែស៊ីប្រាក់ខែរដ្ឋរាល់ថ្ងៃហ្នឹងគេត្រូវការយកបណ្ឌិតញ៉លរដ្ឋានឹងយកទៅធ្វើអីដូច្នេះបណ្ឌិតញ៉លរដ្ឋានៅឯករាជ្យហ្នឹងគាត់អាចនិយាយបានដើម្បីជាសក្តីសង្ឃឹមជាកញ្ចក់ឆ្លោះសង្គមអីមួយឥឡូវគាត់បំបែកកញ្ចក់ហ្នឹងចោលទៀតបាទតែឲ្យបងប្អូនជូតទឹកភ្នែកបន្តដំណើរតទៅទៀតអត់លោកញ៉លរដ្ឋានៅមានតាស៊ីក្លូម៉ូតូដប់អ្នករត់ផាសស្អាប់រាវខ្យងខ្ចៅយាយដែលដើរបេះ7ស្លឹក7មួយថ្ងៃ5000ហ្នឹងនៅពេញផ្ទៃប្រទេសរាប់លានអ្នកដែលនៅមានមនសិការនិងឧត្តមគតិអាចនិយាយការពិតអំពីស្ថានភាពសង្គមបានដូចតែគ្នាទេបាទហើយមិនខ្លាចដោយលោកញ៉លរដ្ឋាផងបាទឥឡូវនេះគឺយើងបន្តទៅទៀតព័ត៌មានបញ្ចប់បងប្អូនតាក់ទងនឹងទាហានអាមេរិកបាត់បង់ជីវិតក្នុងសង្គ្រាមអ៊ីរ៉ង់កើនឡើងដល់18នាក់ហើយបាទនេះគឺដោយសារតែទាហានអាមេរិកដែលត្រូវdrone អ៊ីរ៉ង់និងមីស៊ីលអ៊ីរ៉ង់ទម្លាក់នៅមូលដ្ឋានទ័ពអាមេរិកនៅហ្សដង់ដំបូងថាស្លាប់2នាក់បាត់ខ្លួនម្នាក់របួសធ្ងន់ម្នាក់ឥឡូវអ្នកស្លាប់2នាក់ហ្នឹងក៏ស្លាប់ហើយស្លាប់
4នាក់មែនតើទៅគឺអ្នកដែលស្លាប់មែនតើទាហានពលីនៅស៊ូដង់នេះគឺ4នាក់អញ្ចឹងធ្វើឲ្យចំនួនទាហានអាមេរិកដែលពលីនៅសមរភូមិនៅឯសង្គ្រាមអ៊ីរ៉ង់នេះឡើងដល់ទៅ18នាក់ហើយនេះឯងដែលធ្វើឲ្យអាមេរិកចាប់ផ្ដើមបាញ់សន្ធាប់សម្រុកកាន់តែខ្លាំងដែលលោកត្រាំបានសច្ចាថាឥឡូវនេះគឺកំពុងតែបាញ់សម្ដៅទៅលើជួរភ្នំដែលសង្ស័យថាអឺអ៊ីរ៉ង់បានជញ្ជូនយកអាអ៊ុយរ៉ាញ៉ូមដែលផលិតបរមាណូពីកន្លែងបាក់បែកដែលអាមេរិកកំទេចកាលលើកមុននោះយកទៅដាក់ចូលក្នុងរូងភ្នំហ្នឹងដើម្បីផលិតអាវុធបរមាណូយ៉ាងណាអញ្ចឹងលោកត្រាំថានឹងកំទេចរូងភ្នំនេះឲ្យខ្ទេចឲ្យខាងតែបានអឺព្រោះអីប្រព័ន្ធផ្កាយរណបរកមកឃើញពីការដឹកជញ្ជូននេះតែយ៉ាងណាបងប្អូនអានេះគឺជាអ្វីដែលលោកត្រាំសច្ចាទេហើយក៏ឃើញថាអាមេរិកវាយ10ថ្ងៃហើយជាប់គ្នាគឺអត់ដាក់ដៃទេអស់ទម្លាក់នោះទម្លាក់ដល់ហើយបាទប៉ុន្តែអ៊ីរ៉ង់មែនតែនទៅគាត់នៅអាតបក្រោមដីគាត់ច្រើនហើយអ៊ីរ៉ង់ណានៅពេលដែលអាមេរិកចាប់ផ្ដើមទម្លាក់គ្រាប់ទៅលើរោងចក្រផលិតថាមពលអគ្គិសនីអាហ្នឹងបានដាច់ខ្យល់នៅក្នុងរូងដីព្រោះអីនៅក្នុងរូងដីហ្នឹងមានខ្យល់អុកស៊ីហ្សែននិងមានអាស្អីគេប្រគុតគង់ភ្លើងអីហ្នឹងគាត់កើបក្រោមដីហ្នឹងគឺដោយសារតែរោងចក្រផលិតអគ្គិសនីហ្នឹងអញ្ចឹងបើសិនជារោងចក្រផលិតអគ្គិសនីហ្នឹងខ្ទេចគឺអ៊ីរ៉ង់ចេញពីរុនដូចជាចង្រិតដងដែលយើងចាក់ទឹកទៅអញ្ចឹងក៏ប៉ុន្តែអាមេរិកច្បាស់ជាត្រូវថ្លឹងថ្លែងថាប៉ះពាល់ដល់ជនស៊ីវិលប៉ុណ្ណាបាទរឿងនេះក៏ពិបាកដែរតែលោកត្រាំក៏បានបញ្ជាក់ទៀតថាអឺអះអាងថាម៉ោងហ្នឹងខាងអ៊ីរ៉ង់កំពុងតែន្ទះសារសុំចរចាជាមួយអាមេរិកគាត់ប្រាប់អ្នកកាសែតម្សិលមិញក៏ប៉ុន្តែចរចាហ្មងបើអាមេរិកបានប្រាប់ថាបិទផ្លូវចរចាលោកត្រាំបានប្រាប់ហើយថាលែងចរចាហើយព្រោះលោកត្រាំគាត់ប្រើពាក្យអញ្ចេះគាត់ថាចរចាជាមួយអ៊ីរ៉ង់លែងកើតហើយដោយសារមេដឹកនាំអ៊ីរ៉ង់សរសៃប្រសាទអស់ហើយអញ្ចឹងទាល់តែវាយទាល់តែទ្រាំខ្លួនអញ្ចឹងទៅក៏ប៉ុន្តែមន្ត្រីជាន់ក្រោមរបស់លោកត្រាំថាគឺកំពុងតែចរចាបដើដែរណាវាចេះពិបាកមែនតើហើយណាស់ហើយខ្ញុំស្លេះរឿងប៉ុណ្ណេះឥឡូវនៅឯចិននិងភូមាហ្វីលីពីនឯណោះវិញវាយគ្នាបែកក្បាលបែកក្បូងឆ្មាំសមុទ្រចិននិងឆ្មាំសមុទ្រភូមាសំទោសហ្វីលីពីនទៅជុលគ្នាអត់បាញ់គ្នាទេគឺយកអាដងចង្វាគឺទ័ពចិនហ្នឹងឆ្មាំសមុទ្រចិនហ្នឹងវាយក្បាលឆ្មាំសមុទ្ររបស់ហ្វីលីពីនបែកក្បាលដេប្រមាណធ្នេដោយសារតែចំនួនដែនសមុទ្រចិនខាងត្បូងហ្នឹងដូច្នេះរឿងនេះគឺកំពុងតែក្តៅកគុកដែរក៏ប៉ុន្តែឥឡូវនេះគឺខាងចិនក៏បានសម្រួលដឹកទាហានឆ្មាំសមុទ្ររបស់ហ្វីលីពីនហ្នឹងឲ្យប្រើដែនទឹករបស់ចិនដែលចិនអះអាងថានៅក្នុងដែនទឹកចូលទៅរកកន្លែងសង្គ្រោះអីបន្ទាន់អីចឹងទៅអញ្ចឹងរឿងនេះគេកំពុងតែដោះស្រាយគ្នាតែហើយរឿងនេះគឺមិនចេះចប់ទេបងប្អូនពិភពលោកយើងពុលណាតែយ៉ាងណាបងប្អូនងាកមករឿងយើងវិញដីយើង73កន្លែងថៃនៅយកដដែលទេអញ្ចឹងសូមបងប្អូនជួយលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យឆាប់តាមដែលអាចធ្វើទៅបានបើខ្ញុំស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះយើងជួបគ្នានៅក្នុងការផ្សាយនារាត្រីនេះទៀតបាទសូមអរគុណសូមជម្រាបលា